ชีวิตរបស់មនុស្សตอนนั้นបានថាអ្នកដែលគោរពពុទ្ធសាសនាត្រូវបានប្រយោជន៍3យ៉ាងអំពីការគោរពពុទ្ធសាសនាប្រយោជន៍ទី1គឺប្រយោជន៍បច្ចុប្បន្នលោកីដែលយើងកំពុងតែរស់នៅជីវិតជាមនុស្សនេះយើងត្រូវការអីទីពឹងអីដើម្បីឲ្យជីវិតរបស់យើងរស់នៅស្រួលសប្បាយហើយប្រយោជន៍ទី1គឺប្រយោជន៍បច្ចុប្បន្នបានប្រយោជន៍ទី2ដល់យើងអស់អាយុទៅកាន់ឋានសួគ៌ទេវតាទី2ហើយដល់ប្រយោជន៍ទី3រំលងសួគ៌ទៅទៀតគឺទៅកាន់ព្រះនិព្វានប៉ុន្តែផលនៃការបដិបត្តិពុទ្ធសាសនាប៉ុន្តែសម្រាប់ញោមញាតិពុទ្ធបរិស័ទអត់បានសិក្សារៀនសូត្រនៅពុទ្ធវចនៈពុទ្ធសាសនាអត់យល់បងញោមញាតិប្រព្រឹត្តបន់ប្រព្រឹត្តកុសលអីធ្វើទៅតាមតែទំនៀមទម្លាប់ប្រពៃណីក៏ដែលធ្វើតគ្នាមកអត់ដឹងមកអត់យល់នេះអាត្មាសំជាផលវិបាកមួយហ្នឹងបើជាពិសេសគឺផលហ្នឹងមកពីពួកធម្មកថាអ្នកសម្ដែងធម៌ហ្នឹងឯងលោកបានលើកយកធម៌ដែលប្រយោជន៍បច្ចុប្បន្នសម្រាប់ជីវិតមនុស្សរស់នៅបានស្រកស្រួលមកសម្ដែងច្រើនតែលើកយកធម៌ពីណាមកសម្ដែងព្រោះធម៌ដែលត្រូវដឹងក្រោយចេះក្រោយយកមកសម្ដែងមុននឹងព្រះសម្មាសម្ពុទ្ធលោកថាកិច្ចដែលត្រូវធ្វើមុនបែរយកទៅធ្វើខាងក្រោយកិច្ចដែលត្រូវធ្វើខាងក្រោយយកមកធ្វើមុនវិញមកវាអាសាបងអត់បានប្រយោជន៍អីបាទអាត្មាភាពទេសនាទេថាផលប្រយោជន៍ណាចំពោះមុខជីវិតមនុស្សដែលរស់នៅព្រោះដោយក្នុងធម្មទេសនាថ្ងៃសូមលើកពីសង្ឃហធម៌របស់មេដាបិតាសង្គ្រោះកូនហើយនឹងកូនសង្គ្រោះមេដាបិតាវិញមេដាបិតាដែលត្រូវសង្គ្រោះកូនព្រះសម្មាសម្ពុទ្ធលោកសម្ដែងដោយស្ថាន5យ៉ាងដែលត្រូវធ្វើចាំបាច់អាត្មាសម្ដែងនេះប្រយោជន៍សម្រាប់ញោមញាតិដែលនៅមានកូនតូចតាចដែលត្រូវសង្គ្រោះកូនសំស្ដាប់ចាំហើយទៅសង្គ្រោះអប់រំកូនប្រុសស្រីរបស់ខ្លួនទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធទី1មេដាបិតាកាលណាកូនធំដឹងក្តីឡើងក៏បីអប់រំឲ្យកូននឹងតាំងនៅក្នុងសេចក្តីល្អសេចក្តីល្អគឺនៅក្នុងកាយក្នុងវាចាក្នុងចិត្តនឹងឯងជាកម្មដែលត្រូវធ្វើអប់រំណែនាំកូនឲ្យដេកដើរឈរអង្គុយឲ្យមានសុភាពរៀបរយល្អបញ្យល់ក្នុងទីប្រជុំមានប្រជុំបរិស័ទច្រើនកូនអង្គុយក្នុងទីប្រជុំត្រូវកាលណាក្រោកដើរក្រោកឈរឡើងត្រូវដើរនឹងជង្គង់ឲ្យផុតប្រជុំមនុស្សសុំយើងក្រោកដើរក៏កុំឲ្យយើងអង្គុយក្នុងប្រជុំក្រោកឡើងឈរតែវាអត់គួរសមហាក់ដូចជាយើងបែកកគូតនឹងឲ្យទៅអ្នកជនដែលប្រជុំហ្នឹងគឺថាអំពើមិនល្អវាសំផ្លូវចាំចេញផុតពីគេបាទហើយបើយើងអង្គុយក្នុងទីប្រជុំអញ្ចឹងបើយើងចេញមិនក្រោកឈរឡើងភ្លាមតែត្រូវដើរថយឲ្យផុតពីគេបន្តិចមកយើងថយក៏សុំយើងក្រោកឈរសុំយើងបែកមុខដើរទៅអានេះប្រព្រឹត្តនៅក្នុងអរិយាបថល្អហ្នឹងបងនេះផ្លូវកាយផ្លូវវាចាត្រូវអប់រំកូនឲ្យមានសម្ដីវោហារស័ព្ទទន់ភ្លន់ល្អតាមពិតទៅព្រះសម្មាសម្ពុទ្ធថាម៉ែឪនឹងជាទេវតារក្សាកូនមុនទេវតាទាំងអស់ម៉ែឪជាគ្រូទី1របស់កូនជាងគិតមើលមកយើងមានដែលបានដឹងពុទ្ធលោកប្រាប់ថាមេដាបិតាជាទេវតារក្សាយើងដើមគេបងអស់មេដាបិតាជាគ្រូទី1អត់ដឹងទេបងបើសិនណាញោមញាតិដឹងហើយប្រកាសជាបង្រៀនកូនរបស់ខ្លួនឲ្យបានល្អត្រឹមត្រូវដោយភាសាទី1យើងដែលកើតមកកូនប្រុសកូនស្រីយើងចេះឆ្លើយថាបាទកូនប្រុសកូនស្រីឆ្លើយថាចាស់មិនយើងចេះខ្លួនឯងមកទេណាបងលោកឪពុកអ្នកម្ដាយទៅក៏បង្រៀនយើងកូនខ្លួនឯងកូនស្រីកូននឹងកូនប្រុសកូនស្រីបើម៉ែពុកហៅទៅឬញោមញាតិដទៃហៅមកត្រូវឆ្លើយថាចាស់កូនប្រុសត្រូវឆ្លើយថាបាទនឹងគាត់បង្រៀនតាំងពីចាស់បានមកមុនគេបងអស់បើយើងមានតែបានដឹងណាហើយដទៃទៀតរូបរបស់នៅក្នុងផ្ទះទាំងអស់តាំងពីចានឆ្នាំងកន្ទេលស្បែកម្ហូបអាហារគឺគាត់បង្រៀនឲ្យបានយើងស្គាល់គាត់ប្រាប់
โดยรูปทางกราวโดยสัตว์กูกับใบมันตีไอ้คือเราครูในกับเป็นเรียนอย่างนั้นปันการบ้านบางสลาเมียนการวิธีนั้นคือกิดปรับทานนั้นสัตว์กูอนุสัตว์กระใบอนุสัตว์ไก่ชมาก็เป็นเรียนนะเพราะในเชี่ยวเตียหอไปเพลาจัดเป็นยอลโกนอ้อยเมียนมีตาการณาเถิดเอาชีวิตบาสับสัตว์จุมิงขรวนนี่ตีมวยใหญ่ได้ชมัวถัดเราปังเรียนอ้อยโกนนั้นทัดเอาขนมอิริยาบถดอลอตามประเพณีตำเนียมเดิมนาทีปีห้ามปรามโกนปลอสไรกลมอ้อยทุ่มเปื่ออักระโดยจะได้ชงกุยแล้วจะเง่งจะง่างนะเราขนมกรมปูมันโอ้อัดเจดังอ่อนลมต้นจะเง่งจะง่างสำไรโวหากับปูนมันกูกับใบไออันนี้อันโน้เพราะนั้นก็สำไรอ๋อจัดก็เมียนจัดการคู่คู่ชีประตูจนดตีนั่นก็ถ้าอำเภออักระกับใบอบรมโกนปลอสไรอ้อยปปริตนกน้องเกิริยาเดลอปรามถ้าโกนกานาโกนปปริตอำเภอมันอ่อนในจนดตีกี่เคยกี่ชีดีละไม่เอานะโกนกี่ทำไมเอาเวียมเจ็บเอา ปีโปรก็ทำไมเอาเชื่อครูดอกก้นช่างไงช่างก็เชื่อไม่เชื่อเอาไว้ภาษาเนี่ยในบ้านก็ต้องเชื่อไม่ได้ไม่ช่างไงช่างเชื่อต้นพลอนไอ้ตัวเชื่อไม่เขาเราเชื่อลูกครูบ้านเราอันนี้ว่าให้พอหรือเปล่าอันนี้ตีใบการนับกรประกรใส่จำรานลุดเลยละมอมตัวการศึกษาเรียนสอนบาทก็ใบเป็นชูนโกนเต่ากันสลาเรียนบาปีโบราณเคยเป็นชูนโกนเพราะเต่ากันเพื่อนประวัติจะสลาเรียนปีโบราณมาอาเหตุหนึ่งไอ้บางโกนใส่นึกอดเจหสอเชื่อแต่ปรวันบางโกนใส่เต่าเรียนก็บ้านนี่ไม่ลงจุเป็นยอดพระไอ้แต่ไปยังมันยอดประกันมาหูปีก็ประกันหูปีโดยโยมเงียสัตย์ไงอย่าให้มันยอดก็นั่นมันใส่ตัวกันบาดโลก็ใส่มันอ่อยเนี่ยกันเนี่ยทับบาปเมียนไปในหน้าห้ามโยมเงียนนอนได้เยอะบาสองก็เฉลี่ยทลานองกปดอันองประสองก็นิมนต์ประสองแต่ชันองเตี้ยก็รักแต่ประไปเกิดอ้อยเอาวาดดอดเพียรเยี่ยบอกเกิดเป็นเลยเกิดมันเน่าถ้าการนะประสองนิมนต์ดอนมังมัดชันดาก็ใบเนียงเจ้าตัวปีเลือบเตี้ยดอนมัดชันดาตัวโยกบาทไปโลให้โมตมกอลขนมเลือบตีเตี้ยเนี่ยน้องตีเดี๋ยวเราตัวกอลบาทในการนับประเกณฑ์เพื่อลูกชันให้เราโยกบาทไปโลตัวเลี้ยงไอ้สะอาดให้ยอมมาประเกณฑ์โลวิ่งเปล่าเนี่ยนี่เสียตัวอย่างเปล่าเป็นโยมเนี่ยอัดมาเนี่ยก่อนใส่ตัวป้าบ้านลูกใส่เนี่ยเพื่อนมัดเพื่อนก็อ่านเอาจังตะเลียบาทน้องวินัยพุทธศาสนาอาตมาสอนจำเรียบโยมเอาฉบับเดียวอัดเมียนห้ามแต่มนุษย์ไรป้าลูกสังห้ามแต่ลูกสังแต่ตัวป้ามนุษย์ไรนี่อาตมาปราบฉบับไปเป็ดยังเต้าเป็ดเมียนไรเป็ดไรเกมเอาบัวเชี่ยมไอ้ยังคลาอัดแต่ป่ะลูกคลามันอ้อยเกป้าคลักเนี่ยก็มันเฮียนป้าเตียนไรเนี่ยเพราะเชื่อแต่ยัยปราบเนี่ยแต่เรื่องเพลาเขาตามเป็ดเกมเอาเพียบ้าเยอะเกมเป็นช่างหมอป้าเยอะป่านั่งใกล้การบอกเป็นเกมหมอป้าเยอะอะไรแต่ป่ะป้าบ้านห้ามแต่ยังเนี่ยบูแต่ตัวป้ามันอะไรนะมาปราบไอ้ป้ามันอะไรก็มันมีตัวทวนตัวสารแหละว่าตัวป้าโดยเฉียขมิ้นได้แบบเต้าเฉียขโมยเต้าเจ้าไอ้เต้าติ๊กตุ้ยบ้านสารสำแดงบ้านเลือกเล่นตัวป้าน้องบำน้องประกอบโดยเรียกเกียรตินะอันนั้นมันตัวทวนห้ามจังเนี่ยทำไมเนี่ยสำแดงปราบปีเนี่ยบูนังโยมเมียอะไรเปล่าไอ้บ้านดังก็ไอ้เจ้าตาใส่ต่อเนี่ยตัวพระเจ้าเธอวินัยลูกใส่สุยเซียนกับเปล่ฝรั่งมอตรูดอัตราเอาสลาปอะไรยังแต่บ้านเบิกให้หนังปฏิกะให้หนังปฏิกะวิเชียรไลให้กระทรวงพุทธศาสนาเด็ดฝรั่งได้นะกิจวัตรใส่บ้างเจ้าเพียซาปอะไรเจ้าสร้างสกัดเจ้าใหญ่ขมายเตียน
นี่ลูกครูนนท์นุกรวัดกะลันยังวัดลูกพรหมตรังบาทลูกอนุกรกี่หาวตัวไปชมพรหมไปลูกเติมกี่เมียดลูกทมตำบ้าได้เมียขมายนะเมียทำนั่นแต่ลูกตัวไปชมเราจำตัวลูกในม่วนขนมศาลาวิทยาลัยศาลาพุทธศาสนาบัณฑิตลูกใส่สุเสียนทับแล้วเคยเมียดลูกทมไปก็เดินตามไปกรอยแล้วเกิดยกได้ก็จับสมาลูกไปกรอยยันรุนยังตอนลูกเงียบหมดเคยลูกกิสตุเจนเตอลูกใส่เสียนกับอะไรดังแต่ยืงใส่ตัวปะลูกไอ้บ้านลูกกิมันอ่อยปะบ้านลูกใส่เสียนกับอะไรปรับโลกท่านขยมจับโลกเต้โลกอัดเมียนตราบัดไอเต้บ่โลกจับขยมมันตราบัดแค่ปะไรปะรังได้ปรับโลกจังไว้ก็ได้เชี่ยวเต้หอบนี่อาตมาซ้ำจำเรียบจังทำไมอ้อยโยมเนี่ยทุกคนเนี่ยแต่อ้อยยอดดังปีพุทธศาสนาก็อ้อยประกันเข้าว่าหูให้เธอไปไหนอามาเนี่ยโยมเนี่ยอะไรโยมเนี่ยถ้าเราเมียนประสังลูกก็เจาะเจาะปัวเจาะไอเต้าว่าโยมเมียนมนุษย์อะไรเน่านะสุดท้ายอ้อยลูกปึ้งอ้อยโยมก็เจาะเลยลูกแต่เต้มันกู้ว่าเต้ว่าโยมเมียนจะต้องก็ไปกินลูกเต้าปัญหาก็อ้อยแต่ปีนี้ก็อ้อยแต่ปีนี้ยังใส่เนี่ยลูกเนี่ยอัดปานเนี่ยตราไว้เมียนขณีใบเนี่ยลางเต้าเมียนคางลูกสองปีอ่องยังแต่มันเนี่ยบานหรือคางเมียนยังปีเนี่ยลูกสองมาอ่องบานก็อ้อยแต่ปีเนี่ยหรือก็เมียนขว้งมุ้ยได้เวลาโมเวียดังกระไดเน่าจะมุ้ยยังไปเนี่ยบานนี่ก็ต้องเป็นไหนต่อนี่สมยมเยียดโยเลยจะบานจะบอกไว้สำหรับประสังพิโคน้องมนุษย์อะไรเนี่ยกุยขนมตีกับบังพเนจเนี่ยเราตีกี่หมื่นมันเคยซ่อมไปแต่มัดได้แล้วบอกลุ่นบังการก็อัดบานเด็กกุยขนมบรรทุกเดี๋ยวอันนี้นาเมื่อเคยมันจำใส่แต่ซ่อมไปแต่มัดได้บังการก็อัดบานในปีนี้หามไว้นกขนมตีกันได้เวียชง่ายต้องกุยแต่ปีเนี่ยสตรีเนี่ยเราตีกี่หมื่นเคยแต่กี่อัดดังทะยึงยัยเรื่องอันนั้นก็อัดบานแน่โลหามจ้ะมันยอมเมียนตังเมียนถูกแต่ดับดาวตั้งกึ่งกุยขนมตีกำบังพเนจมัดได้บังการก็อันกุยบานนี่ซ้ำเฉลี่ยจ้ะพอจำนายไปเนาะจำเรียบไปโยมเย็ดไปเรื่องสัตว์อะไรนั่งประสองเราเอาโยมเย็ดโยชบานเลยมันทำไอ้เต้เอาคนนี้เมียนจัดเลี้ยงบ้านไอ้ประเกณโลทำไอ้เต้โยมเย็ดนั่นโดยจะเป็นโยมเย็ดมาอย่างได้พอวันจังวันจำปัดเราเต้ากันสลารีนเป็นชูนก้นตีใบเต้ากันสลารีนสัปดาห์นี้รัฐาภิบาลเราเลือกแผนได้ครบปฏิทินอกิจประกาศสลารีนอ้อยมโนรีนดามใบมโนน้องเตศิสารินโสดบานจำในวิเชียมอกเกิดปัญญาในเปรียสมาสัมพุทธโลสมได้ไงธรรมโนเกิดเมาคือละง่วงอัดดังไอเตเมียนปัญญาเช็ดดังได้สากาศึกษารินโสดปัญญามโนเกิดเมาเมียนปูนปัญญามากระบสลายมันโดยสัตว์เดรัจฉานในเมียนปูนปัญญาสลายแต่ปัญญาระบมนุษย์เติลแต่บานศึกษารินโสดอัศสลวิเชียแต่ก็บานตัวปังรีปัญญาน้องอ้อยถมได้นี่พอพูดอ้อยยังผมบัดปัญญาผมบัดศึกปัญญาอ้อยจำรานปัญญาผมบัดศึกได้ละง่วงศึกได้ละง่วงนั่งเชียร์สัตว์ระบบพุทธศาสนาพอพุทธห้ามได้ต่อโดยเชี่ยพิโคได้ละง่วงเคล้ามันแช่เธอไปในอัดเธอทอมมาเนี่ยยังมีแต่เลิกมันน้อยเธอทอมยังเนี่ยเลิกก็เมียนโตไว้คลุ่นได้เนี่ยละง่วงแต่ตัวยกเกียกานั่งโดยเจ้าอธิข้าเพื่อไอ้หมอเมียนโตน้อยโลอะไรเถอะไม่โลกปัญญามันเลยละง่วงก็ได้ขาดเพราะโลกยอดทำมันเลยละง่วงอัดแช่เธอใจในเธอดักนำกี่เธอไอ้เขาเผาพุทธศาสนาบ้านโลกหามไปเนี่ยอาตมาจำเรียบเรื่องพุทธศาสนาอาศัยนี้โยมเย็นแต่เมียนโกนเจ้าลูกใหญ่ลูกตาได้ไม่เอาได้สังเคราะห์เจ้าต่อยเด็กโกนรีในดาวตรายตรานในวิเชียตรายตรานในวิเชียปัจจุบันคือบัณฑิตสังให้เมียนเก่งเบื่อกำไรปริญญาบัตรอนุบัณฑิตคือชอบไอ้เลือเกยเฮ้ยนาบอร์ตีลือทัดเชียบัณฑิตก็ร้องนะโยมเย็นแต่นาเชียบัณฑิตเต้าในยัยสไลนากินน้ำเนี่ยต้องสลับเพียสารบบัณฑิตกิตาบัณฑิตโอลเบียจาโวหาได้เมียนประยอย
លើកយកអាងលើច្បាប់គម្ពីរដីកាមកប្រើមានប្រយោជន៍ដែលតែគេចេះដឹងនៃការស្ដាប់ហ្នឹងគេទៅស្ដាប់នេះសូមជម្រាបញោមញាតិពីពុទ្ធសាសនាត្រូវឲ្យរៀនសូត្របើមិនបានឲ្យរៀនសូត្រចេះដឹងទេមិនមែនអ្នកកាន់ពុទ្ធសាសនាទេមិនមែនពុទ្ធបរិស័ទទេនេះពុទ្ធលោកសំដែងថាអញ្ចឹងដូចវិជ្ជានេះធ្វើឲ្យយើងចម្រើនបញ្ញាអ្នកប្រាជ្ញទាំងឡាយលោកពោលថាប្រាជ្ញានឹងប្រសើរដូចជាប្រច័ណ្ឌដែលប្រសើរជាងផ្កាយទាំងឡាយនៅលើមេឃអ្នកប្រាជ្ញទាំងឡាយគឺពុទ្ធនឹងឯងលោកប្រសើរអ្នកដែលមានបញ្ញាប្រសើរដូចប្រច័ណ្ឌដែលធំជាងផ្កាយតារាលើមេឃសំបីសិលក្តីសេរីក្តីធម៌របស់សប្បុរសក្តីក៏រមែងទៅតាមបុគ្គលដែលមានបញ្ញាគេយល់ថាគេរក្សាសិលទៅគឺបានសេចក្តីសុខក្នុងជីវិតរបស់ខ្លួនគេរក្សាសិលទៅគេគោរពសិទ្ធិមនុស្សសត្វនៅលើពិភពលោកអញ្ចឹងគេស្រឡាញ់គេរក្សាសិល5ហ្នឹងនិសិរីគឺជីវិតរបស់គេរស់ដោយសុភមង្គលស្រីសុខស្ដីមកពីគេមានបញ្ញាអានឹងមកពីគេមានទ្រព្យសម្បត្តិអ្នកមានបញ្ញាគេរកទ្រព្យសម្បត្តិបានបរិបូរណ៍យកមកជប់លៀងចិញ្ចឹមជីវិតខ្លួនគេឲ្យរស់នៅដោយប្រពៃព្រោះទ្រព្យសម្បត្តិនឹងឯងព្រោះញោមញាតិពុទ្ធបរិស័ទពុទ្ធលោកសម្ដែងថាធៈណាំងគឺទ្រព្យស៊ីចាយប្រាក់យើងចាយនិងភោគាគឺរបស់ដែលយើងប្រើប្រាស់ឲ្យយើងមានប្រប្រាក់ឲ្យបានច្រើនញោមមើលឈ្មោះថាធៈនេគាធៈណាំងប្រាក់និងអាគាគេយកមកតសន្ធិភ្ជាប់គ្នាថាធៈនេគាតាមពេលព្យាងពីរទេអាគារៈគឺផ្ទះធៈណាំងគឺប្រាក់គេយកមកតសន្ធិទៅធនាគារញោមញាតមានប្រាក់ច្រើនយកទៅទុកហ្នឹងហ្នឹងគេខ្លាចផ្ទះគេទុកប្រាក់អញ្ចឹងតើការចាយទៅដកយកមករួចប្រាក់នេះជាប្រភពដែលយើងប្រើប្រាស់ក្នុងបច្ច័យ4វិញញោមញាតពុទ្ធបរិស័ទឲ្យតែឮថាបច្ច័យ4គឺបដោតចិត្តបច្ច័យ4សម្រាប់ទំនុកម្រងព្រះសង្ឃព្រោះប្រគិនឲ្យព្រះសង្ឃលោកប្រើប្រាស់បច្ច័យ4របស់ព្រះសង្ឃគឺចីវរអាហារបិណ្ឌបាតទីសេនាសនៈកុដិសាលានិងថ្នាំព្យាបាលរោគតែអត់បានយល់ថាខ្លួនឯងអ្នកដែលម្ចាស់ប្រគិនបច្ច័យ4ព្រះសង្ឃត្រូវការប្រើប្រាស់ដែលអត់បានគិតទេបងបើកាលនេះជំរាបញោមថាញោមញាក់ក៏ត្រូវការតិតងក្នុងបច្ច័យ4ដែរបើកណ្ដភាសាបាលីថាបច្ច័យព្រោះតែព្រះសម្មាសម្ពុទ្ធលោកសម្ដែងបច្ច័យ4នោះវាចេញពីប្រាក់នឹងឯងប៉ុន្តែលោកបំបែកឲ្យយល់ខ្លាចញោមញាតមិនយល់ថាប្រាក់ហ្នឹងគឺចិញ្ចឹមជីវិតរបស់លោកបែបណាអាប្រាក់គេយកមកដូរបច្ច័យ4នឹងបានទាំងអស់ឥឡូវញោមញាតក្រឡេកមើលលើពិភពលោកជាតិជាមនុស្សជាតិណាមួយដែលដើរលេងខ្លួនទៅទេដូចគោដូចកបែញោមញាតមើលមកត្រូវការសម្ពុតខោអោដូចតែគ្នាជាតិណាមួយដែលមិនបរិភោគម្ហូបអាហារដើម្បីចិញ្ចឹមជីវិតបានកាន់តែវាខុសគ្នាអាស៊ីយើងខ្មែរចិនយួនយើងបរិភោគបាយអីទៅបារាំងនំប៉័ងទៅអ៊ីតាលីភីហ្សាទៅអាមេរិកក៏ស្ដីហាំប៊ឺហ្គឺតែសត្វអាហារគេដូចតែគ្នាត្រូវការចិញ្ចឹមជីវិតគេបើអត់អាហារអត់រស់ទេនេះសូមឲ្យញោមញាតិជ្រាបបងបច្ច័យទី2បច្ច័យទី3គេហដ្ឋានផ្ទះសម្បែងបច្ច័យទី4ថ្នាំព្យាបាលរោគនេះរបស់4យ៉ាងជាប់ទាក់ទងនឹងជីវិតមនុស្សគ្រប់គ្នាតែបើមនុស្សនឹងមានប្រាក់នឹងច្រើនបានធ្វើជីវិតឲ្យប្រកបដោយសេរីសុខស្ដីឲ្យសម្ពុតខោអាញោមទៅស្លៀកសម្ពុតល្អទៅហូលប្រមួងចារបាប់ឲ្យទៅសម្ពុតមានតម្លៃអាគ្នាអ្នកក្រមានណាខ្សត់ខ្សោយស៊ីពាក់ខោអាវទៅជូខោមួយអាវមួយ 12000 រៀលអាត្មាឮគេថាខោអាវទៅជូអត់ដឹងតែមុនដំបូងព្រោះសម័យអាត្មាវាមិនមានសម័យហ្នឹងគេថាខោអាវទៅជូលោបសួរគេថាយីមិនទៅខោអាវទៅជូគេថាខោអាវគេបដាក់កំណោតែណាទៅទិញគេលើកទៅជូអូចឹងว่าអាត្មាកើតវាមិនទាន់សម័យអានោះវាកើតក្រោយអូចឹងតែខោអាវទៅជូយ៉ាងហ្នឹងនេះដែលក្រោកសតអីមកពីរកប្រាក់ក៏អត់បានញោមញាតមើលមកហូបអាហារញោមពិសាម្ដង 4-5 មុខ
គ្នាអ្នកក្រត្រៃនេះត្រៃឆ្អើនតែងទួយជានិយាយវាខុសគ្នាចឹងផ្ទះសម្បែងញោមក្នុងផ្ទះវីឡាអត់ទៅសផ្ទះស៊ីម៉ង់ឈើអីទៅស្អាតល្អប្រណិតមើលដូចជាសាលានេះដែលញោមមានមកល្អប្រណិតមានម៉ាស៊ីនត្រជាក់មានភ្លើងអីហ្នឹងមកពីសេចក្តីជ្រះថ្លារបស់ញោមមានសាងសង់សេនាសនៈបច្ច័យប្រគេនលោកគង់នៅហ្នឹងស្នាប់អ្នកក្រមានណាយកមកខ្ទមសសរស័យសអិតលនេះស័យជាងបន្ទឹមស័យយកមកបាំងដំបូលប្រក់ស្បូវប្រក់ស្លឹកអីហ្នឹងវាខុសគ្នាចឹងទៅពេលជំងឺមានណាគ្នាឈឺពេលណាក៏ពេទ្យស៊ីមរៀមហ្នឹងអស់ប៉ុណ្ណឹងឲ្យមានទៅភ្នំពេញណារួចញោមមានប្រាក់ទៅភ្នំពេញទៀតទៅភ្នំពេញមិនកើតនៅទៅសិង្ហបុរីទៅស្រុកសៀមទេបាទឥឡូវទើសគ្នានឹងសៀមឈប់ទៅហើយបាទស្រុកចិត្តងាប់មិនទៅតែស្រុកសៀមរបស់សៀមក៏ឈប់ប្រើដែរនេះសត្រូវទៅសិង្ហបុរីទៅម៉ាឡេទៅអីណារហូតដល់ទៅស្រុកចិនយើងអ្នកមានទ្រព្យយើងអាចទៅព្យាបាលបាទចុះអ្នកដែលក្រមានណាបងពេទ្យស៊ីមរៀបហ្នឹងអស់ប៉ុណ្ណឹងរស់ងាប់ក៏ងាប់ទៅហើយឈឺក្បាលវិញមកតែទួចមើលមិនចាំទៅពេទ្យក៏រត់រោគអាស្ពីរីនប៉ារ៉ាថៃលីណូយកមកលេបណែនណាអង្គុយសងំអវិជ្ជាអីទេនេះរបស់4យ៉ាងចាំបាច់សម្រាប់មនុស្សនៅលើសកលលោកពុទ្ធលោកសំដែងអ្នកណាក៏ជាអត់រួចនេះបានថាត្រូវចាំបាច់ត្រូវឲ្យកូនចៅទៅរៀនឲ្យដល់ត្រើយត្រាននៃវិជ្ជាអាត្មាផ្ដាំអញ្ចឹងទេឲ្យប្រាប់ញោមញាតិមានកូនចៅតូចតាចនេះជាពុទ្ធិការបស់ពុទ្ធត្រើយត្រាននៃវិជ្ជាគឺយកបណ្ឌិតដែលគេហៅថាត្រើយត្រានវិជ្ជាបើឈប់ត្រឹមអនុបណ្ឌិតត្រឹមបរិញ្ញាបត្រមិនទាន់ដល់ត្រើយទេព្រោះការរៀនសូត្រដូចយើងធ្វើដំណើរឆ្លងសមុទ្រជាង20ឆ្នាំខ្ញុំយកបើគិតទៅណាឆ្នាំទី1នៅនឹងត្រើយខាងអាយណាឆ្នាំទី2អាទូនោះវាចេញពីត្រើយកាត់ប្រវល់សមុទ្រហើយបើរៀនបានចប់វិទ្យាល័យឈប់ទៅចឹងក៏ម៉ែឪទៅបញ្ឈប់កូនទៀតច្រើនអ្នកស្រុកក្រៅព្រៃមិនយល់ពីបញ្ញាឈប់ទៅមកជួយធ្វើការអញព្យួររើសច្រូតកាត់អវរវល់ណាកូធ្វើថាមើលអញមិនចេះអសក៏តែចេះម៉ាញរស់លើកឧទាហរណ៍ខ្លួនឯងឲ្យកូនរៀននឹងមានទោសធ្ងន់ណាស់ញោមញាតិបើឈប់ខ្លួនយើងគេថានេះលេខទូកណ្ដាលទន្លេបើម៉ែឪឲ្យកូនឈប់ដូចម៉ាក់ក៏ម៉ែឪមកពន្លិចទូកូនកណ្ដាលទន្លេអត់ឲ្យឆ្នាំផុតនេះបានបុរាណថាមានកូនមិនឲ្យកូនសូត្ររៀនចំណេះរបៀងការនានាមេត្តាទុកជាវិរិយបិតាទុកជាសត្រូវធំកូនធំពេញរូបពេលពាត់មិនឡើងហៅថាមិនកើងក្នុងជំនុំប្រៀបដូចកក់ក្រងចូលប្រជុំកណ្ដាលជំនុំនៃរាជហង្សគឺអ្នកប្រាជ្ញតែយើងអត់ចេះដូចកក់ក្រងទៅអង្គុយសង្គកកណ្ដាលប្រជុំគេហ្នឹងក៏មានអីនិយាយគេបានអត់និយាយបើយើងអត់ចេះគេវាថាទេម៉ែម្ដាយមានវេរានឹងកូនហ្នឹងឯងគឺកូនល្ងងហើយរស់ស៊ីក៏មិនគ្រប់ចិញ្ចឹមវាក៏កើតទុកនឹងកូនងាប់ទៅបាត់ភ្នែកអត់ចិត្តទេវេរាកើតទៅនេះគេថាវេរានឹងកូនប្រុសល្ងងហើយឪពុកទុកជាសត្រូវធំរបស់កូនព្រោះនេះបុរាណនោះថាអញ្ចឹងអញ្ចឹងសូមឲ្យអ្នកម្ដាយលោកឪពុកកុំឲ្យមានវេរានឹងកូនកុំឲ្យជាសត្រូវនឹងកូនអាត្មាទេសនានេះគឺតាកតងសង្គមរបស់ម៉ែឪហើយបងចុះបើរៀនតទៅទៀតទៅដល់បរិញ្ញាបត្រអនុបណ្ឌិតយើងឈប់ទៅនៃបុរាណលោកពូលមួយទាំងចិត្តដល់កំពង់ឡងទូដល់កំពង់ណាចិត្តដល់កំពង់ឡងទូទៅយកបណ្ឌិតឲ្យបានមកដល់ត្រើយត្រាននៃវិជ្ជាបើនឹងសូមឲ្យរៀនឲ្យយកបណ្ឌិតឲ្យបានបញ្យល់កូនបញ្យល់ចៅទៅឲ្យខំរៀនសូត្របើការរៀនសូត្របានដល់ត្រើយត្រានវិជ្ជាជាកិច្ចដែលតបគុណលោកឪពុកអ្នកម្ដាយយើងហើយដែលយើងប្រើប្រាស់របស់4យ៉ាងរបស់គាត់ណាយើងមានអត្តរសពុទ្ធខោណាបានស្ដីតែតរមហូបដាក់បរិភោគផ្ទះសម្បែងណានៅតែរបស់គាត់ឆ្នាំជាបាររបស់គាត់ទេប្រើប្រាស់ទាំងអស់តាំងពីកើតមកអាយុជាង20ប្រើប្រាស់របស់គាត់ទាំងអស់អានឹងឲ្យយើងខំរៀនសូត្រដើម្បីតបស្នងសងគុណលោកអានេះផ្នែកសម្ភារៈដែលប្រើប្រាស់សម្រាប់ផ្លូវចិត្តលោកស្រឡាញ់ជាទេវតាដែលថែរក្សាយើងមិនឲ្យអន្តរាយដោយប្រការណាមួយដោយផ្លូវចិត្តលោកស្រឡាញ់មេត្តាករុណាមុទិតាឧបេក្ខាមកលើយើងហ្នឹងគឺវាមានគុណយ៉ាងធំបងសម្រាប់លើយើង
តែត្រូវរៀនឲ្យចាប់ដើម្បីតបស្នងសងគុណលោកនេះជាពុទ្ធសាសនាបើយើងមិនបានរៀនទេខកអីបាទខកឲ្យជីវិតខ្លោចផ្សាឲ្យបងហើយបើយើងបានរៀនសូត្រឲ្យចេះដឹងឲ្យកូនរៀនសូត្រចេះលោកឪពុកអ្នកម្ដាយអត់ភ័យព្រួយទេมันមានទ្រព្យចែកគេកាវិជាគេទៅរកទ្រព្យរកសម្បត្តិបានបុណ្យស័ក្តិយកស័ក្តិឲ្យបានទាំងអស់ហ្នឹងបញ្ញានឹងឯងដោយលោកឪពុកអ្នកម្ដាយណាក៏ស្រឡាញ់កូនដែរចង់ឲ្យកូនធ្វើចៅហ្វាយខេត្តចង់ឲ្យកូនធ្វើរដ្ឋមន្ត្រីស្មានទៅលើកកូនឲ្យធ្វើបានហើយតែละកូនគេមានសមត្ថភាពមានបញ្ញាខ្លួនទេគេធ្វើបានណានេះអាត្មាសំជ្រាបទៅបានហើយយកញាតឲ្យកូនរៀនដល់ត្រៃទុកដូចជាឲ្យទ្រព្យសម្បត្តិយកស័ក្តិឲ្យដល់កូនទាំងអស់នៅក្នុងហ្នឹងឲ្យស្រេចទៅក៏នេះនិយាយពីបញ្ញាហ្នឹងតែទេសណ្ដែងនេះបានរីកឲ្យធំទេយកប្រវាជាប់នឹងញោមញាតដែលស្ដាប់ធ្វើកំពុងមានកូនស្រស់ស្រីតូចតាចហ្នឹងហើយយាយនៅក្មេងមិនឃើញយាយប្រហែលនឹងកូនម៉ែសង្គ្រោះដាស់តឿនកូនឲ្យកូននៅលំលួងកូនអាចចៅឲ្យរៀនសូត្រឲ្យដល់ត្រៃត្រានៃវិជាទើបជាពុទ្ធបរិស័ទអ្នកជ្រះថ្លាក្នុងពុទ្ធសាសនាអានឹងប៉ុណ្ណឹងបងរួចពុទ្ធលោកសំដែងទៅថាបុគ្គលដែលល្ងងណាជីវិតរស់នៅអត់បានសោះទេរហូតទៅដល់ថ្ងៃស្លាប់ជីវិតរមែងជួបនឹងសេចក្តីសោកសេចក្តីសឹកសួលសេចក្តីទឹកកន្ទក់កន្ទិញទឹកភ្នែកហូរទៅទល់ដល់ថ្ងៃស្លាប់ពីព្រោះរឿងអីដែលជីវិតនៅវាកើតទៅព្រោះល្ងងរកទ្រព្យសម្បត្តិប្រើប្រាស់វាមិនគ្រប់រកមកអាមកចិញ្ចឹមជីវិតខ្លួនផងប្រពន្ធផងកូនទាំងសម្បូរផងបាក់អីគ្រប់ជីវិតអត់មានសោះទេហើយញោមញាតយើងក៏លេខមើលពីមុនយើងមិនដែលបានគិតឥឡូវអាត្មាសម្ដែងអញ្ចឹងញោមមើលអ្នកដើររើសអេតចាយស្ងាត់ខ្លះដឹកកូនដឹកចៅតង់លមកទៅរើសអេតចាយអាត្មាឃើញបាត់បោមួយនោះអ្នកទៅរែកអត់រែកកបោឲ្យគេធ្វើផ្ទះថ្មមួយនោះអ្នកទៅយាមផ្ទះឲ្យគេចាំបើកទ្វារផ្ទះឲ្យឡានគេចេញចូលស្អីទៅយើងមើលប៉ុណ្ណឹងឃើញសួរថាហេតុអីបានមនុស្សនឹងអញ្ចឹងមានអីពីល្ងងហ្នឹងឯងលោកគ្មានវិជាណាបានទៅធ្លាក់ខ្លួនទៅអញ្ចឹងហើយញោមនិយាយមនុស្សពីរនាក់កើតថ្ងៃជាមួយគ្នាខែជាមួយគ្នាឆ្នាំជាមួយគ្នាបើមួយនៅកណ្ដាលទីក្រុងមួយនៅឯព្រៃភ្នំក្រំថ្មមនុស្សពីរនាក់នឹងខុសគ្នាណាគេអ្នកនៅទីក្រុងគេចេះព្រោះគេមានសាលារៀនសូត្រគ្រប់ត្រអ្នកនៅឯព្រៃមានសាលាណារៀនផ្សំនៅគ្មានណាដាស់តឿនផងក៏ប៉ុណ្ណឹងឯងនេះវាខុសគ្នាជីវិតរស់នៅថ្ងៃខែឆ្នាំជាមួយគ្នានេះជាឧទាហរណ៍បញ្យល់បងសូមឲ្យញោមញាតជ្រាបចាំព្រោះថាជីវិតមនុស្សដែលល្ងងរស់មកមានសេចក្តីទុក្ខសឹកសួលសោកសៅក្តៅក្រហាយដល់ថ្ងៃស្លាប់ពេលដល់ស្លាប់ហើយមិនរួចខ្លួនទៀតធ្លាក់ទៅកណ្ដាបាយទៀតពុទ្ធលោកសំដែងយ៉ាងមានទោសទាំងពីររស់នៅជាមនុស្សក៏រងទុក្ខវេទនាស្លាប់ហើយទៅកាន់អបាយភូមិទៀតសួរថារឿងអីថាមโนញោមញាតឲ្យតែក្រហើយអាលួចគេក៏លួចបោកប្រាស់គេក៏ទៅបោកសម្រាប់សត្វយកមកចិញ្ចឹមជីវិតក៏សម្រាប់ដាក់ទៅរត់ត្រីទៅដាក់ទ្រូដាក់មងលេសត្វតាមអំពើទៅចរិតតែខ្លះទៅយកអារបរសម្រាប់សត្វឯសម្រាប់មិនទាជ្រូកគោក៏បីយកមកលក់ទីអាជីវកម្មខាងដែលប្រពន្ធថាមិច្ឆាជីវៈការចិញ្ចឹមជីវិតក៏ប្រព្រឹត្តអាហ្នឹងឯងព្រោះហេតុនឹងឯងដែលស្លាប់ហើយមិនរួចខ្លួនហ្នឹងបងទេអស់ណាស់ញាតប្រពន្ធលោកសំដែងមានទោសធ្ងន់ណាស់អ្នកល្ងងអញ្ចឹងឯងត្រូវឆ្លងល្ងងរួចខ្លួនយើងឆ្លងហើយរៀនបានប្រមាណក៏ប៉ុណ្ណឹងបើសង្គ្រោះចៅនឹងកូនខាងក្រោយតូចឲ្យឆ្លងដល់ត្រើយទៅបានអ្នកកាន់ពុទ្ធសាសនាណាញោមញាតបើមិនបានរៀនតែមិនមែនអ្នកកាន់ពុទ្ធសាសនាទេព្រោះនេះជាពុទ្ធឱវាទដែលប្រពុតលោកប្រាប់មនុស្សក៏ឲ្យធ្វើឲ្យបានសម្រេចនេះនិយាយពីមេត្តាបិតាសង្គ្រោះកូនទី3ឬសង្គ្រោះទី4កាលណាបើកូនពេញវ័យឡើងល្មមមានគូមានសកលប្តីប្រពន្ធពក3មេត្តាបិតារកគូសកលឲ្យកូនប្រពន្ធលោកអត់អនុញ្ញាតឲ្យកុំកន្លោះដើរតិតងរកគូសកលខ្លួនឯងទេត្រូវតែ
កម្មវិធីរបស់មេដាបេដាតែដល់លោករកគូសកលឲ្យហ្នឹងខ្លួនឯងលោកឲ្យដល់ជ្រើសទេមិនបានប្រពន្ធលោកហាមមិនឲ្យយើងរកគ្នាឯងហ្នឹងតែប្រយើងកំមុំកន្លោះយុវវ័យយើងមើលតែមួយជ្រុងនេះមើលទៅឲ្យតែមានរូបរាងសម្រស់ស្រស់បោះកាយវិការអីត្រឹមត្រូវហើយយើងសម្រេចថាយកជាគូតែមេដាបេដាអត់ដូចចង់ទេគាត់មើលគ្រប់ជ្រុងគាត់មើលរូបនារីហ្នឹងផ្ទាល់ហើយថាឃើញតែមានរូបរាងស្អាតមានចំណេះវិជ្ជាវាំងវៃអីហើយនៅក៏សន្លឹងមើលទៅពុយពងវងត្រកូលទៀតតើពុយវងត្រកូលជាសពបរោះឬអសពបរោះក៏មើលគ្រប់ជ្រុងចឹងបានគាត់បានប្រពន្ធឲ្យរកគូឲ្យកូនប្រុសស្រីយើងគាត់មើលគ្រប់ចឹងណែនាំឲ្យយើងហ្នឹងតាកតងគ្នាហើយគាត់ក៏មិនចាប់បាត់ភ្នែកចង់ដៃយើងទៅការទេក៏ចង្អុលបង្ហាញទៅម៉ែឃើញកូននេះនោះគេសំរុំកូនទៅមើលទៅបើត្រូវចាត់ម៉ែនឹងទៅតាកតងក៏ចង្អុល5ចឹងអត់ឲ្យរកប្រពន្ធខ្លួនឯងនេះជាពុទ្ធដីការបស់ប្រពុទ្ធឯងលោកបើស្ងៃចង់បាត់បង់ហើយប្រទទួលយកវប្បធម៌របស់ពុបច្ចេមប្រទេសយកមកប្រើនៅដើរតាកតងដល់ខ្លួនឯងទៅបងហើយពុបច្ចេមប្រទេសខ្ញុំនិយាយស្រីកូនស្រីគាត់តែអាយុ8ដល់10ហើយមានសិទ្ធិសេរីហើយអត់មែននៅស្ដាប់បង្កប់ម៉ែឪទេគេចង់ធ្វើអីក៏បានម៉ែឪអត់ហាមគេបានទេកូនប្រុសគេទំនំនារីណាមកដេកក្នុងផ្ទះម៉ែឪឃើញអត់ហ៊ានថាទេហើយនារីក៏អញ្ចឹងទំនំបុរសណាមកដេកតែម៉ែឪឃើញក៏អត់ហ៊ានថាច្បាប់ស្រុកគេនេះខ្ញុំយកគេមើលខុសគ្នាហើយព្រះសម្មាសម្ពុទ្ធលោកកំណត់យកអាយុ20បានពេញកន្លោះពេញកំមុំពេលអ្នកណាត្រូវបួសជាភិក្ខុពុទ្ធសាសនាតើតែអាយុ20ឆ្នាំក្រោម20នៅជាក្មេងបួសលោកនេនសិក្ខាបទតែយ៉ាងបើពេញវ័យកន្លះគឺ20លោកកំណត់អញ្ចឹងហើយខ្ញុំមើលបើចេះប្រទេសគេកំណត់យក18ឆ្នាំពពុទ្ធលោកថា20បានពេញវ័យខ្ញុំយកធ្វើគិតមើលតែអ្នកណាកំណត់ត្រឹមត្រូវជាងអាត្មាយកតែ20ហ្នឹងហើយបងនិយាយនេះមិនមែនកាន់ជើងតែឯងគោរពពុទ្ធសាសនាចេះតែលើកជើងការពារមិនមែនទេដល់យើងមើលក្នុងភ្នែកយើងឃើញមកទៅអាយុ20ដឹងវ័យពេញកន្លោះមកគ្រប់គ្រាន់លោកកំណត់យើងអត់កែបានទេបងនេះការរកគូសកលជាតួនាទីរបស់មាតាបិតាទេដែលត្រូវរកឲ្យកូនប្រុសកូនស្រីកាលណារៀបចំសង្គមឲ្យបានហើយដល់ចុងក្រោយទី5គឺចែកត្រឹមមរតកឲ្យពុទ្ធលោកបញ្រៀនស្រេចប្រាប់ម៉ែឪស្រេចបងខ្ញុំមើលបើម៉ែឪបានសិក្សារៀនសូត្រពុទ្ធវត្តច្បាស់លាស់អត់មានពិបាកអីទេប្រព្រឹត្តទៅតាមហ្នឹងគឺកូនប្រុសកូនស្រីនឹងទៅជាមនុស្សជាអ្នកប្រាជ្ញបណ្ឌិតដែលគេរាប់អាននៅលើពិភពលោកនេះបងមានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្នូរល្អប្រសើរនេះជាសង្ឃៈធម៌របស់មាតាបិតាដែលព្រះពុទ្ធលោកសម្ដែងទុកឲ្យសង្គ្រោះកូនប្រុសកូនស្រីចុះកូនប្រុសកូនស្រីវិញសង្គ្រោះលោកយ៉ាងណាព្រះពុទ្ធលោកបញ្រៀន5យ៉ាងដូចគ្នាទី1លោកឪពុកអ្នកម្ដាយគាត់ចាស់ហើយយ៉ាងគាត់ដែលគាត់ចិញ្ចឹមយើងនៅកុមារីទេគាត់ក៏មានកម្លាំងគាត់នៅក្មេងដល់យើងស្ថមឡើងវ័យគាត់ធ្លាក់ចុះវាផ្ទុយទេចា៎ធ្លាក់ចុះមករោជារេក្រំគ្រាអាយុ70មានធ្វើអីកើតទេអស់មានការងារចំណេះជំនាញដែលចេះមកក៏លែងធ្វើកើតលែងប្រើបានហើយចឹងត្រូវឲ្យកូនប្រុសកូនស្រីចិញ្ចឹមបីបាច់ថែរក្សាលោកដោយល្អការចិញ្ចឹមបីបាច់ថែរក្សាលោកមានអីខុសពីបច្ច័យ4ហ្នឹងយើងទំនុកបំរុងលោកទៅជីវិតមនុស្សហ្នឹងជូនមកអាហារទៅគ្រឿងប្រើប្រាស់ដូចជាកន្ទេលមុងពូក្រេខ្នល់ខ្នើយអីទៅលោកសង្គ្រោះក្នុងសេនាសនៈបច្ច័យដែរបងចិញ្ចឹមលោកឲ្យល្អដោយប្រពៃដោយប្រសើរបងនេះដូចអាត្មាឃើញដូចនេះដូចជាកូនច្រើនណាបងប្រមាណនេះញោម8នេះសើតកូនឡងនេះប្រមាណនេះ3បងតែ3ទេចុះមិនឡងអញ្ចឹងទេបងប្អូននេះបងកូនតែ3បងស្មើនឹងកូន7 8ហ្នឹងបងកូន3ហ្នឹងក៏ល្មមឯបងត្រូវកូនទាំង3យកចិត្តទុកដាក់លោកឪពុកអនិច្ចកម្មហើយនៅសល់អ្នកម្ដាយមួយនេះកុំឲ្យជីវិតអ្នកម្ដាយដែលចាស់ក្រំគ្រាទៅកូនមិនសូវបានយកចិត្តទុកដាក់អង្គិនម៉ែអត់ហ៊ានទាអីពីកូនទេណា
អត់វិញសត្វចិត្តនៅស្ងៀមអត់នៅហ៊ានទាអីពីកូននេះនៅកូនត្រូវតែយល់ដឹងបើអញ្ចឹងមិនបាច់ថែរក្សាលោកឲ្យល្អប្រពៃអង្កលដែលគាត់អញ្ចឹងយើងអពិបាកណាយើងនៅតូចគឺតែគាត់លៀងអាចច្បាច់នោមថែរក្សាសពបែបសពយ៉ាងដល់យើងរក្សាលោកវិញក៏មិនពិបាកដល់ប៉ុណ្ណឹងម៉ែមួយឪមួយអញ្ចឹងកូន3គឺដល់យើងកូន3អញ្ចឹងម៉ែមួយមិនបានប្រយ័ត្នយកចិត្តទុកដាក់នឹងជាអវាទរបស់ប្រពន្ធឲ្យជីវិតគាត់រស់នៅដោយប្រសើរកុំអាងហើយម៉ែគាត់មានសម្បត្តិទ្រព្យសល់មកកណោចាំបបាក់ទាំងចេះមិនគាត់ប្រើប្រាស់ទៅរបស់គាត់មិនអស់ថាបើគិតអញ្ចឹងវាអត់ត្រូវអានឹងទ្រព្យសម្បត្តិរបស់ផងគាត់ប៉ុន្តែគេឲ្យយើងចិញ្ចឹមគឺទ្រព្យសម្បត្តិដែលយើងរកបានដោយកម្លាំងរបស់យើងហើយទិញយកទៅជូនគាត់ទៅណាគុំទៅថាម៉ែមានទ្រព្យបបាក់តែប្រើប្រាស់របស់គាត់អានឹងខុសអត់ទេត្រូវរកយកទ្រព្យសម្បត្តិដែលយើងរកបានដោយកម្លាំងយើងទៅជូនគាត់បងឲ្យត្រឹមត្រូវនេះការចិញ្ចឹមមិនបាច់ថែរក្សាលោកខ្មែរយើងវាខុសទៅទៀតបងអាត្មាតែនិយាយរឿងនោះចង់តែបោកដៃបោកជើងមកខាងខែភ្ជុំបិណ្ឌសម័យអាត្មាគេរែកសន្លតំឆ្នាំងទៅវត្តពីព្រោះសម័យមុនអត់មានចានស្រាក់ទេណាញោមនៅរែកសន្លតំឆ្នាំងយកទៅវត្តទៅដួសប្រគេនប្រសងដួសដាក់ចានលើប្រគេននោះដល់សល់សន្លពីបាតឆ្នាំងមកផ្ទះវិញដួសសន្លទៅជូនម៉ែជូនឪក៏ទៅប្រគេនប្រសងទៅដល់គោរពក្រាបសំពះតន់ភ្លាន់លើកទីវត្ថុប្រគេនលោកដល់មកម៉ែឪអត់ចឹងទេបងដួសសន្លដែលសល់បាតឆ្នាំងមកពីវត្តទៅជូនម៉ែឪនៅផ្ទះក៏រស់នៅដល់ដល់អត់ជូនគេតែដល់ដាក់លើតុមានតុអែបយកសន្លដាក់លើតុប្រាប់ថាម៉ែពងនេះខ្ញុំយកសន្លមកជូនសូមឲ្យប្រសាទៅប្រាប់តែប៉ុណ្ណឹងឯងទៅបាត់អាត្មាជាគិតទៅនឹកឃើញអានឹងមនុស្សគេចិញ្ចឹមឆ្មាតាគេលាយបាយឲ្យឆ្មាស៊ីទៅដាក់ទៅកោះចានមៀវស៊ីបើយកបាយទៅជូនម៉ែឲ្យស្មាទៅយកទៅឲ្យឆ្មាស៊ីកុំណាបើលុបចេញយើងទៅគោរពបូជាប្រសងណាត្រូវលើកទីវត្ថុទៅគោរពបូជាព្រមម៉ែឪជាព្រះអរហន្តរបស់យើងណាប្រពុតលោកលើកតែព្រះទី1ណាប្រពុតព្រះទី2តែដល់ថាគាត់ជាព្រះទី2ដែរមេដាជាព្រះទី1ព្រះអរហន្តរបស់នេះនឹងអោនយោបុគ្គលលោកឪពុកអ្នកម្ដាយជាបុគ្គលដែលគួរដល់ការក្រាបសំពះទទួលទីវត្ថុរបស់កូនព្រោះក្នុងសុបដិបណ្ណោអាហុណយោព្រះអរហន្តមេដាជាអាហុណយោបុគ្គលទេប្រពុតលោកសំដែងបើយ៉ាងដូច្នេះត្រូវកែមកវិញកាលណាបើមានទីវត្ថុយកទៅប្រគេនប្រសង់នៅវត្តបើលោកឪពុកអ្នកម្ដាយនៅត្រូវដួសយកមកហូបទៅបូជាព្រះទី1ឲ្យហើយសុំទៅប្រសង់ក្រោយអានឹងបានត្រឹមត្រូវវិញបើមកហូបគ្រឿងនឹងវាតាច់ទេបំបែកបាននេះមិនក៏ទៅវត្តទេយកទៅបូជាព្រះបានបនបានអានិសង្សច្រើននេះហើយនេះអាត្មាបញ្ជាក់ប្រាប់ម៉ែឪជាអាហុណយោបុគ្គលពុទ្ធសាសនាអ្នកដែលធ្វើបាបធ្ងន់បំផុតមាន5យ៉ាងហើយអនន្តរិយកម្មបុគ្គលណាធ្វើកម្ម5នេះត្រូវធ្លាក់ទៅកាន់មហាអវិជ្ជនរកអត់ឡើងមកវិញរួចទេទៅនៅនឹងនិព្វាននរកទី1ក៏មេតុឃាតកូនសម្លាប់ម៉ែទី3ពេតុឃាតកូនសម្លាប់ឪទី4ទី3អរហន្តឃាតមនុស្សសម្លាប់ព្រះអរហន្តទី4លោហិតបាតមនុស្សទៅបទុសរាយនឹងប្រពុតយកដុំថ្មយកតំបងទៅចោលឲ្យត្រូវកាយព្រះអង្គបែកចេញឈាមស្មានតែរុយមួយស៊ីឈាមនឹងឆ្អែតបុគ្គលត្រូវអនន្តរិយកម្មដូចទេវតាទៅប្រមូលដុំថ្មពីលើកំពូលភ្នំគុជកោតដើម្បីឲ្យត្រូវកាយព្រះអង្គត្រូវជើងរបស់លោកយកជើងទៅបែកចេញឈាមរុយមួយស៊ីឆ្អែតត្រូវអនន្តរិយកម្មប៉ុន្តែអាត្មាលើកថាមានដាបេដាប៉ះពាល់អត់បានទេណានេះសំជីវៀងឲ្យផុតត្រូវគោរពបូជាសំបីយើងមានសម្ដីធំប្រមាថមាក់ងាយទៅលើក៏បាបដែរបងព្រោះនឹងជាព្រះអរហន្តរបស់យើងអានេះសំលើកឧទាហរណ៍បញ្ជាក់ថាព្រះទី1ប្រពុតលោកលើកម៉ែឪទាំងគុំទាំងកើងណាបងសំបីលោកជាប្រពុតក៏លោកគោរពមេដាបេដាលោកជាធំដែរនឹងសូមឲ្យញោមញាតដឹងមិនចាស់សំកែប្រែ
សន្លោះអសល់ពីវត្តយកមកជូនម៉ែឪសូមឲ្យត្រឡប់វិញបងសូមឲ្យជូនម៉ែឪបូជាព្រះអរហន្តនោះសូមយកទៅថ្វាយព្រះសង្ឃក្រោយបងឲ្យត្រឹមត្រូវទៅតាមអវាទរបស់ប្រពន្ធនោះនៃទី1អញ្ចឹងមិនបាច់រសាឲ្យបងទី2ជួយធ្វើកិច្ចការងារឬថាម៉ែឪក៏ចង់ធ្វើអីគាត់មានបំណងធ្វើអីដែលឮម៉ែឪពោះអើយឯងចង់និមន្តព្រះសង្ឃមកសង្ឃទានក្នុងផ្ទះអីក៏ពោលក៏ចាស់ធ្វើវាមិនកើតដល់កូនចៅឮប្រាប់គ្នាទៅអើយឥឡូវពុកម៉ែគាត់ចង់សង្ឃទានមកសង្ឃយើងរៀបចំកម្មវិធីជូនគាត់ទៅទឹកចិត្តឲ្យគាត់ចង់បានធ្វើអានឹងកិច្ចការដែលយើងត្រូវធ្វើហើយថ្ងៃសិលក៏ចង់មកវត្តគាត់មកណារួយទៅចេះកាន់ចង្កូតឡានពីមុនឥឡូវកាន់លេងកើតគេហាមលេងឲ្យបើកបោទៅជល់គេជល់ឯងទៅគេដកយកអាបាត់ណាចឹងមានតែយើងកូនឯងជូនទៅគាត់ស្មារតីនេះទៅក៏មកវិញមកដាក់គាត់យកមកវិញឬក៏យើងជ្រះថ្លាក៏ស្មារតីសែលជាមួយគាត់ទៅបានបនបានកុសលអានេះនិយាយពីការងារដែលដឹងថាលោកចង់បានអីត្រូវធ្វើបំពេញទឹកចិត្តលោកទី3ត្រូវថែរក្សាពូជពងវង្សត្រកូលរបស់លោកជាវង្សត្រកូលរបស់ពួកសប្បុរសមានសាសនាជឿបុណ្យជឿបាបជឿកម្មជឿផលមានមេត្តាករុណាចិត្តជួយរំលែកទុកញោមញាតក្នុងភូមិនឹងមានទុកទោសឲ្យទៅជួយសង្គ្រោះគេអានេះគេត្រកូលដ៏ល្អចិនគេថាយេហោភាសាយេហោខ្មែររក្សាពូជពងវង្សត្រកូលកុំឲ្យធ្លាក់ចុះដោយសារយើងពេលម៉ែឪជាអ្នកមានសាសនាជឿបាបបុណ្យគុណទោសរបស់ដល់កូនមកអត់ពីម៉ែទៅឈប់រវល់ខូចអានេះកូននឹងបំផ្លាញពូជបងវង្សត្រកូលរបស់គាត់ឲ្យធ្លាក់ចុះព្រោះខ្លួនយើងណាអត់រួចខ្លួនទេបាបផងព្រោះយើងបំផ្លាញត្រកូលដ៏ល្អប្រពៃណីដ៏ល្អរបស់គាត់ដូច្នេះយើងត្រូវថែរក្សាវង្សត្រកូលអត់ពីគាត់ត្រូវថែរក្សាហើយគឺយើងធ្វើផ្លូវស្នាមគំនូឲ្យកូនយើងនឹងវាឃើញលំអានយើងវាពីតូចទៅឃើញពុំម៉ែអញគាត់ថែរក្សាតាមទំនៀមទម្លាប់ម៉ែឪវាក៏រក្សាតាមនឹងឯងមកតគ្នាឲ្យវង្សត្រកូលនោះគង់នៅបងអានឹងទី3ទី4ត្រូវថែរក្សាពាក្យទូលមានព្រានបដៅរបស់លោកដែលលោកតែងទូលមានព្រានបដៅយើងឲ្យធ្វើអំពើល្អយ៉ាងណាហាមមិនឲ្យធ្វើអាក្រក់យ៉ាងណាយើងយកមកអនុវត្តប្រព្រឹត្តប្រចាំខ្លួនយើងយកពាក្យសម្ដីដ៏ល្អទៅអប់រំកូនយើងតទៅទៀតពាក្យល្អរបស់គាត់ព្រោះពាក្យទូលមានរបស់មេត្តាបិតាបើគេពោលជាភាសាបាលីគេថាមេត្តាបេតុសាសនាបាលីថាអញ្ចឹងដល់ខ្មែរថាពាក្យទូលមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយដូចជាពុទ្ធសាសនាយើងពោលជាបាលីបើនិយាយជាខ្មែរថាពាក្យទូលមានព្រានបដៅរបស់លោកអ្នកត្រាស់ដឹងខ្មែរនិយាយតែអញ្ចឹងពុទ្ធបើឲ្យយើងនិយាយបាលីថាពុទ្ធសាសនាទៅញោមញាក៏មិនសូវបានយល់ចឹងអានេះត្រូវថែរក្សាធ្វើប្រពៃណីទំនៀមទម្លាប់ហើយទី5វេលាដែលលោកទទួលមរណកាលទៅកាន់លោកខាងមុខហើយប្រមមនុស្សយើងមិនដែលណាចាស់សក់ទេតែចាស់ត្រូវតែងាប់ហើយដូចយើងនោះលោកឪពុកគាត់ទៅកាន់លោកខាងមុខហើយនោះក៏បីកូនចៅទាំងអស់ឧស្សាហ៍ធ្វើបន់ធ្វើទានជូនលោកឲ្យបានញឹកញយប្រពន្ធថាបានញឹកញយឲ្យបានញឹកញយប្រពន្ធថាកុំឲ្យធ្វើរង្វើឲ្យបានញឹកញយឲ្យរលឹកដល់ទៅគាត់ឲ្យបានញឹកញយដូចកាលដែលយើងនៅពីតូចគាត់នឹករលឹកយើងញឹកញយសុំអីគាត់ទៅផ្សារក៏ទិញនំមកផ្ញើយ៉ាងដែរហើយតែម៉ែទៅផ្សារឲ្យកូនតែទៅដកក៏មើលម៉ែតែបាននេះនំមកផ្ញើទៅគាត់នឹករលឹកបើអញ្ចឹងយើងត្រូវនឹករលឹកធ្វើបុណ្យឧទ្ទិសជូនទៅគាត់ឲ្យបានញឹកញាប់អាត្មាគិតថាបុណ្យដែលញឹកញាប់ញោមញាតស្រួលបំផុតញោមមានសទ្ធាជ្រះថ្លាដាំតបាយមកផ្ទាល់ទៅដាក់តុមុខផ្ទះទៅប្រសង់លោកទៅហើយលោកដាក់រោបាយហ្នឹងឯងតែឃើញតុដាក់បាយលោកទៅត្រង់ទៅដាក់ប្រគេនលោកទៅមួយអង្គមកវៃពេលមកហូបគ្រីមក្របន្តិចបន្តួចទៅនេះបុណ្យរាល់ថ្ងៃបើខ្លួនយើងរវល់ក៏មានប្តីមានអីស្វាមីដាក់ទៅស្វាមីរបស់ក៏ឲ្យកូនចៅដាក់បញ្រៀននោះវាចេះធ្វើហើយបងដល់រួចឲ្យយើងឧទ្ទិសកុសលជូនទៅលោកឲ្យបានញឹកញយគេថាញឹកញយនឹករលឹកឲ្យបានរាល់ថ្ងៃបញ្ជូនបុណ្យទៅគាត់ហ្នឹងកុំឲ្យក្នុងមួយឆ្នាំ365ថ្ងៃ
ទៅវត្តតែថ្ងៃជុំបិណ្ឌមកព្រឹកថ្ងៃចូលឆ្នាំឡើងស័កមកព្រឹកគឺទៅមកព្រឹក2 ដងបោកទៅបានមួយថ្ងៃមួយឆ្នាំ365ថ្ងៃទៅធ្វើបុណ្យ2ព្រឹករង្វើលណាបងខ្ញុំមក364ថ្ងៃអត់បានធ្វើទានអីទេជូនទៅម៉ែឪបាននឹករលឹកនេះបានបុរាណគេថាម្ដាយគិតកូនដូចត្រីចង្វាប្រដេញកូនគិតម្ដាយវិញដូចព្រះក្រែខ្នងយើងទៅអង្គុយពីក្រោយខ្នងព្រះហ្នឹងមានដឹងអីវនឹកបើអោដូចត្រីចង្វាប្រដេញនឹកឲ្យបានញឹកញាប់នេះសំបីតែពេលវេលាល្ងាចយ៉ាងយើងនឹងពុកមុននឹងនិន្ទ្រាសម្រាប់សម្រានក៏គប្បីរំលឹកគុណលោកសិននឹកគុណដល់លោកឪពុកអ្នកម្ដាយដែលមានធ្វើឧបការៈដល់ល្អមកលើយើងសូមយើងសម្រានឲ្យនឹករាល់ថ្ងៃក៏នឹករលឹកមិនថាកតញ្ញូនឹករលឹកថ្ងៃនេះកតវេទីនឹករលឹកគុណហើយមកយើងធ្វើកម្មវិធីថាកតវិធីតាធ្វើបើពេលយើងនិន្ទ្រាគ្រាន់តែកតញ្ញូនឹករលឹកគុណលោកទេសំសម្រានដល់ឲ្យបានរាល់ថ្ងៃនឹងក្នុងនាមយើងជាកូនហ្នឹងបងក្នុងទី5ហើយបងនេះអាត្មាសូមជម្រាបអញ្ចឹងពីមុនមកអស់លោកអ្នកញញាតិមិនបានជាគិតមួយឆ្នាំទៅវត្ត2ព្រឹកហ្នឹងអត់ល្អប្រសើរតាមពេលទៅវត្ត2ព្រឹកឧស្សាហ៍ខ្លាចត្រូវបណ្ដាសាម៉ែឪគេថាម៉ែឪខែភ្ជុំគេលេងឲ្យដល់រកកូន7វត្តរមឃើញទេត្រំដីនឹងរូងស្បែកយ៉ាងដាក់បណ្ដាសាឲ្យវាលលាយហេនហោចព្រឹត្តប្តីព្រឹត្តប្រពន្ធព្រឹត្តកូនអីទាំងអស់ខ្លាចបណ្ដាសាតាថ្ងៃនោះអ្នកផឹកស្រាមដែលចូលវត្តក៏ទៅដែលព្រឹកជុំបិណ្ឌចូលផឹកស្រាមអូខ្លាចគេក៏ហក់ទេគ្មានកំពីណានិយាយតែថ្ងៃជុំបិណ្ឌយំបបាលលេងនរកឲ្យมันមានទេបើអាហ្នឹងអ្នកប្រាជ្ញគេបញ្យុយមនុស្សគាត់វាមិនទៅវត្តទៅដល់គេបញ្យុយទៅមែនបងអ្នកផឹកស្រាសវឹងថ្ងៃមិនដែលចូលវត្តក៏ឈប់ប្រាក់ដែលមកព្រឹកជុំបិណ្ឌខ្លាចត្រូវបណ្ដាសាម៉ែឪរស់ស៊ីមិនក៏មានអាហ្នឹងគេក៏ហក់តែញញៀនគ្មានកំពីណាលោកសំដែងតែគេលេងនរកប្រាជ្ញមកអត់មានទេបងមានទេបងនេះសូមឲ្យខ្ញុំនិយាយជ្រាបចឹងអញ្ចឹងគួរយើងជ្រះថ្លាទៅបើអាចធ្វើបានធ្វើទៅនឹករលឹកដល់ទៅគាត់ហ្នឹងបានយើងហើយគឺត្រឹមដាក់បាតប្រគេនប្រសង់ហើយអានឹងយើងដល់មកធ្វើបន់ចឹងមិនងាយទេយូរបានម្ដងតែភ្ញៀវរាប់រយចំណាយទ្រព្យច្រើនដាក់បាតហ្នឹងទៅគឺតិចមួយបើបានបន់រាល់ថ្ងៃអត់ទៅជូននឹករលឹកដល់ទៅគុណូបការៈរបស់លោកដែលមានមកលើយើងជាកូនហ្នឹងអាហ្នឹងទី5ហើយព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសំដែងអំពីពលី5ពលី5ពលីប្រែថាការបូជាមិនក្រុងពលីទេក្រុងពលីផ្សេងអានេះពលី5ទី1ញាតពលីឲ្យយើងសង្គ្រោះញាតរបស់យើងគឺនៅពេញស្រុកខ្មែរណាក៏ញាតរបស់យើងដែរខ្មែរដូចតែគ្នាឲ្យជួយសង្គ្រោះដូចបច្ចុប្បន្នអូនអ្នកភីសឹកមកសតញាតរបស់យើងទាំងអស់ពេលពួកកងទ័ពការពារអាសន្នសោឲ្យយើងគ្នាទៅដេកក្នុងនៅរូងនៅព្រៃភ្នំក្រាំថ្មពី3ថ្ងៃមិនទាន់បានមួយទឹកម្ដងខ្លះខ្វះទាំងទឹកផើទៀតឃើញទេនៅត្រាំក្នុងលេនថានៅមិនហ៊ានងើបមិនសេចក្តីទុក្ខវេទនាហ្នឹងត្រូវតែយើងជួយសង្គ្រោះដល់ញាតិយើងដែលភៀសខ្លួនហ្នឹងនេះប្រពន្ធលោកបង្កប់ទី1ទី2អតិថិពលីឲ្យយើងទទួលរយៈចំពោះជនជាញាតិមិត្តរបស់ព្រះយើងមិត្តភក្តិក្លើមរយៈជាមនុស្សដូចគ្នាហ្នឹងវេលាដែលគេចូលមកកាន់គេហដ្ឋានរបស់ព្រះយើងត្រូវតែរយៈដោយមហូបអាហារបាយសម្លទទួលភ្ញៀវដែលមកកាន់ផ្ទះយើងតែហាមកុំឲ្យយកស្រាទៅទទួលដើម្បីឲ្យញាតិធ្វើប៉ុណ្ណឹងស្រាអត់បានប៉ុនទេពុទ្ធសាសនានោះអានឹងចឹងកុំតែចង់ឲ្យភ្ញៀវមកសបាយរីករាយក្អាក់ក្អាយទៅទិញស្រាមកទទួលភ្ញៀវអត់ទទួលដល់មហូបអាហារបាននេះជាពលីទី2លោកបង្កប់ឲ្យទទួលរយៈមនុស្សមិត្តសម្លាញ់ដែលមកកាន់ផ្ទះយើងកុំឲ្យប្រងើយកន្តើយទី3ពុពពេតពលីពុពពេតពលីគឺតេកេណានុបទាននឹងឯដែលញោមញាកំពុងធ្វើនេះឲ្យទិសដល់ទៅអ្នកដែលលះលោកទៅហើយហ្នឹងណាគិតដល់អ្នកលះងាប់ហើយ
ពលីទី3គឺរាជពលីគឺបងពន្ធថ្វាយស្ដេចឬបងពន្ធជូនរដ្ឋបងពន្ធលោកជ្រាបស្ដេចនោះប្រទេសដែលអត់ស្ដេចនោះមានរដ្ឋាភិបាលបានប្រាក់ពីណាយកមកកសាងរចនាសម្ព័ន្ធក្នុងប្រទេសដូចជាផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសាលារៀនទាំងអស់សរុបឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះគឺបានពន្ធដាររបស់រាជដែលបងពន្ធនឹងឯងបានដើមទុនយកទៅសាងសង់ឲ្យយើងប្រើតែដដែលញញែនមើលណាយល់ចាក់ធ្លុះបញ្ញាញាណរបស់ពុទ្ធឲ្យយើងបងពន្ធជូនស្ដេចបើចង់ញញែកុំកិច្ចពន្ធណាបើដល់ខែដល់បងពន្ធទៅពពអវាទរបស់ពុទ្ធលោកបញ្រៀនហើយណាបើឲ្យបងពន្ធឲ្យពន្ធស្រុកយើងមិនសូវធ្ងន់ទេបើពន្ធនៅអឺរ៉ុបណាអាមេរិកធ្ងន់ជាងយើងទៀតបងអាធ្វើការបានប្រាក់គេកាត់ម្ដងប្រាក់យើងធ្វើនោះទៅទិញអីវ៉ាន់គេកាត់នៅនឹងទៀតកាត់ឡើងចង់អស់បងតែពន្ធដែលកាត់យកទៅបើបានច្រើនជាងអត់ដែលយើងស្អល់ទៀតបងបើធ្ងោមិនបើប្រទេសគេអញ្ចឹងអានឹងទី4ញាតពលីអនរាជពលីបងទី5ទេវតាពលីឲ្យញោមញាតឧទ្ទិសកុសលផលបុណ្យដែលយើងបានធ្វើឲ្យជូនទៅទេវតាប្រទេវតាត្រូវការបុណ្យដែរនេះប្រពន្ធលោកបដាឲ្យប្រទេវតាត្រូវការអនុមោទនាបុណ្យចង់បានបុណ្យពីញោមញាតឧទ្ទិសឲ្យទៅដែរហើយបើញោមញាតបាននឹករលឹកឧទ្ទិសបុណ្យជូនទៅទេវតាពួកទេវតាស្គាល់ញោមបើប្រភូមិទេវតានៅតាមនឹងសពមានសុទ្ធទីកន្លែងលោកស្គាល់ហើយនឹងជាសពបរោះគេធ្វើបុណ្យគេនឹករលឹកដល់យើងគេឧទ្ទិសបុណ្យជូនដល់យើងដល់អញ្ចឹងទេវតារសាញោមញាតពុទ្ធធ្វើកតញ្ញូហ្នឹងឯងមិនដែលទេវតារសាធំបំផុតមិនអោយពួកសត្រូវពួកពីលណាមកបៀតបៀនឲ្យយើងទេវតាលោកឃើញពួកសត្រូវមកបៀតបៀនយើងអត់ដឹងខ្លួនទេតែទេវតាឃើញលោកផ្នាយបញ្ជាអត់ឲ្យដល់ចំយើងឲ្យដល់កិច្ចយើងចឹងណាអត់ចំនេះប្រពន្ធលោកសំដែងចឹងមើលលោកជួយទេវតាជួយយើងបានជាពុទ្ធិការបស់ពុទ្ធលោកសំដែងបញ្ជាក់5ថាបើអ្នកឯងចង់ឲ្យទេវតាជួយសូមឲ្យអ្នកឯងជួយខ្លួនឯងមុននេះពុទ្ធិកាប្រាប់យើងចឹងជួយខ្លួនយើងមុនគឺធ្វើសេចក្តីល្អជាអ្នកមានសិលមានទានភាវនាទៅទេវតាឃើញលោករសាយើងជាពិសេសគឺបុគ្គលដែលមានធ្វើអកតញ្ញូហើយបុគ្គលដែលមានធ្វើអកតញ្ញូដល់អ្នកមានគុណអ្នកប្រាជ្ញមានពុទ្ធជាដើមលោកសរសើរអ្នកហ្នឹងក្នុងលោកនេះឯងហើយពុទ្ធលោកសរសើរទៀតបានធ្វើអកតញ្ញូនេះមានគុណានុភាពដ៏ល្អសំខាន់បំផុតសម្រាប់មនុស្សលោកត្រូវតែយើងនឹងធ្វើឲ្យបានព្រោះញោមញាតចេះតែមានជំនឿថាទេវតាប្រកែកជាងយើងបានញោមញាតចេះទៅសុំនេះសុំនោះអានឹងសាសនាព្រាហ្មណ៍ណាញោមញាតពុទ្ធសាសនាអត់មានទេសាសនាព្រាហ្មណ៍ផ្សេងសាសនាពុទ្ធផ្សេងសាសនាព្រាហ្មណ៍គេថាទេវតាជួយសុំអីក៏បានបើញោមញាតមើលម្នាក់សុំទេវតាដែលបានទទួលអំណោយអីអត់ទេអត់បានទេប្រពន្ធលោកប្រាប់ថាឲ្យយើងធ្វើខ្លួនឯងក៏ខុសគ្នាអញ្ចឹងអ្វីទាំងអស់យើងធ្វើខ្លួនយើងបានទាំងអស់ដោយសម្បត្តិទ្រព្យសេចក្តីសុខឲ្យទួនៅនឹងបញ្ញាហ្នឹងហើយកាលណាយើងមានបញ្ញាយើងរកបានហើយអតិពឹងខ្លួនឯងប្រពន្ធលោកបញ្រៀនឲ្យធ្វើការលោកប្រាប់ចាំបានអញ្ចឹងបើអញ្ចឹងសមឲ្យយមញាតកុំឲ្យសៅពឹងទេវតាពេកទេវតាមានតែចង់បានបុណ្យពីយើងផងយើងឲ្យទៅវាលោករសាយើងតែឲ្យលោកប្រទានទ្រព្យសម្បត្តិឲ្យយើងអត់បានទេលោកមានទេបងអានេះសូមឲ្យញោមញាតជ្រាបអំពីពុទ្ធសាសនាអញ្ចឹងថ្ងៃមួយអនាថបិណ្ឌិកសេដ្ឋីចូលទៅកាន់វត្តសាវត្ថីដែលអនាថបិណ្ឌិសាងវត្តសាវត្ថីអវជិតពន្ធថ្វាយប្រពន្ធនៅក្រុងសាវត្ថីតែថ្ងៃនោះមួយអនាថបិណ្ឌក៏នាំផ្អិតទៅថ្វាយប្រពន្ធនឹងប្រសង់នៅក្នុងវត្តជិតពន្ធហ្នឹងតែបង្គាផ្អិតចាប់ឲ្យប្រពន្ធលោកសំដែងធ្វើប្រាប់ប្រុសអនាថបិណ្ឌធម្មនាលកហបតីវត្ថុ5យ៉ាងដែលមនុស្សលោកទាំងអស់គេចង់បានគ្រប់គ្នាជារបស់កម្រណាមនុស្សចង់បានគ្រប់គ្នាទី1គឺណាក៏ចង់បានអាយុវែងដែរព្រោះអាយុវែងទី2
ចង់បានពើសម្បល់ល្អទី3ចង់បានសេចក្តីសុខទី4ចង់ឲ្យបានទ្រព្យសម្បត្តិនិងយសស័ក្តិទី5ដល់អស់ជីវិតឲ្យទៅកើតទេវតាក្នុងឋានសួគ៌លោកថាមនីអកាបដីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេបានដោយការធ្វើទាំងអស់លោកបញ្ជាក់5ចឹងចង់បានអាយុវែងតែជីវៀងកុំសម្រាប់សัตว์ញោមមើលខ្លួនយើងតាញោមទៅបន់ដែរបានញោមមិនចង់បានពើសម្បល់ល្អកុំអន់សំខឹងច្រើនតែញោមមានខឹងច្រើនទៅពើសម្បល់អាក្រក់ចាត់តើជាក្រោយសម្បល់ខ្មៅក្រញេញោមញាទៅយកលេមកលាបលូនជួយក៏នៅតែបានអត់ចង់បានលំអធម្មជាតិញោមញាតែបសឆ្លាក់ភ្លឺថ្លាឆ្លោះមកលំអទៅគេចង់បានពើហ្នឹងអានោះកុំឲ្យខឹងច្រើនព្រោះញោមញាថាអ្នកណាអ្នកខឹងច្រើនមានដឹងទេអ្នកណាអ្នកខឹងច្រើនជាងគេណាមើលគេណែអត់ដឹងតែមិនចាត់ទេគឺសត្វប្រៃសុទ្ធតែខឹងហេតុអីខឹងហេតុប្តីមិនជួយធ្វើការដើរផឹកស៊ីប៉លឡែស្រវឹងចង់មិត្តភក្តិនឹងក្មេងពីឥឡូវទៅរំច្រៀងខឹងមិនជួយធ្វើការមកខឹងជាងការទៅមានស្រីមានញីទៀតខឹងហើយបើកូនរឹងថាអឹងទេអាខឹងនឹងកូននឹងបងទៅនេះហេតុដែលនាំឲ្យមានពើសម្បល់អាក្រក់យកឲ្យញោមញាតបន្ថយដល់បានទេញោមញាតនេះអាត្មាប្រាប់ឲ្យប្រពន្ធលោកប្រាប់ឲ្យណាកុំឲ្យខឹងច្រើនចង់បានលំអធម្មជាតិចឹងហ្នឹងបងចង់បានសេចក្តីសុខរក្សាសិល5ញោមវិសិល5ញោមញាតខ្លះជៀសវាងបានអត់សម្លាប់គេក៏មិនដែលសម្លាប់ទៅលួចទ្រព្យគេក៏មិនដែលលួចទៅបៀតបៀនប្រពន្ធកូនគេក៏មិនដែលទៅកុហកគេក៏មិនដែលបើកុហកច្រើនឈ្មួញអ្នកលក់ដូរមានណាញោមញាតអ្នកលក់ដូរដែរមានណាមានបើឡាអាត្មាបង្រៀនញោមថាឲ្យជិះវាងកុហកគេអ្នកលក់កុំឲ្យពោលប្រាប់អើយបងឲ្យបងខ្ញុំទិញមកថ្លៃណាស់ហើយលក់ខាតកុហកគេហើយកុំពោលពាក្យហ្នឹងញោមញាតលក់ប្រមាណលក់ទៅកុំទៅពោលប្រាប់ពាក្យហ្នឹងជិះវាងកុហករួចហើយស្បាក់តែញោមរួចប្រតាធម្មតាអ្នកលក់គេតែបានចំណេញតែប្រពន្ធថាកុំឲ្យចំណេញខ្ពស់ពេកកុំឲ្យចំណេញលើសដើមណាលើសដើមតែទិញណាអានឹងប្រពន្ធថាឈ្មួញកោងបាបទៀតយើងអត់មានមេត្តាករុណាដល់អ្នកទិញចំណេញតែគួរសមបានហើយបើចោះជីវៀងកុហកកុំប្រាប់គេថាទិញមកថ្លៃយើងកុហកគេទេបងអញ្ចឹងយើងរកស៊ីបានជីវៀងបាននៅតែស្រាមួយទេកុំឲ្យលោកឲ្យសមាធិឲ្យជីវៀងគ្រឿងសង្វឹងគ្រឿងញៀនសរាគ្រឿងសង្វឹងញៀនប្រពន្ធឲ្យជីវៀងអ្វីដែលប្រពន្ធលោកហាមឲ្យសត្វតែរឿងត្រឹមត្រូវបើយើងអត់ជឿមិនជឿប្រពន្ធចេះតែផឹកស៊ីទៅមិនពាក់យូរទៅលលួយក៏ពះពោះវៀនថ្លើមមកដូចឈឺចោកចាប់ដល់ពេលហើយណាសុរានេះជាឃាតករសម្លាប់ណាបងប៉ុន្តែវាមិនសម្លាប់ភ្លាមទេវាសម្រាប់តិចម្ដងឲ្យយើងទ្រុឌទ្រោមរាងកាយរិទ្ធមានទោសបរិច្រើននៅក្នុងសុរាប៉ុន្តែនិយាយពីទោសដែលវាសម្លាប់នេះបានអាត្មានឹកឃើញថាអ្នកផឹកស្រាក៏វិន័យអ្នកលេងលបែងក៏វិន័យប្រពន្ធលោកហាមដែរអត់ឲ្យលេងលបែងគ្រឿងអបាយមុខវិន័យផឹកស្រាវិន័យហើយលោកនិយាយថានៅលើផែនដីនេះមានស្ត្រីម្នាក់ហើយមានមនុស្ស2នាក់លោកធៀបឲ្យចឹងណាអាមួយផឹកស្រាអាមួយលេងលបែងព្រោះចង់បាននារីឯទៅចែកចង់បានជាគូក្រមព្រោះថាបើចែកចង់ញោមយកអ្នកណាអានេះមិននិយាយញោមវិញយកអ្នកផឹកស្រាឬយកអ្នកលេងលបែងតែចាប់ខុសហើយណាញោមវិញមិនយកអត់បានទេត្រូវតែយកមួយណាញោមយកអ្នកណាមើលថាមើលបើអញ្ចឹងត្រូវបើយកអ្នកលេងលបែងក្រហេតុណាស់ឲ្យមកពូជអាយើងប្រពន្ធក៏ក្រអាកូនក៏ក្រទៀតតែលេងលបែងចាញ់មកបេះខ្សែកបេះកវលពីយើងយកទៅបញ្ចាំលេងទៀតណាអាហ្នឹងចឹងនេះលេងលបែងចាំបើយកអ្នកផឹកស្រាដល់ងាប់ទៅងាប់តែម្នាក់ឯងទេអត់មានប៉ះពាល់មកលើប្រពន្ធកូនទេ
เฮ้ยประปวนnó ai miền sầm nang ប្តីផឹកស្រាស្លាប់ទៅមានអាណាគេមកចង់បាននេះយកគេបានមួយទៀត តែចខ្ញុំសើចមកថានៅខំបានអានេះថានិយាយនេះលោកធៀបឯណាអបាយមុខដូចគ្នាបងបើអញ្ចឹងយកញាក់ចាប់ត្រូវហើយតែអ្នកផឹកស្រាបើស្លាប់តែម្នាក់ឯងទេអត់មានប៉ះពាល់យើងទេអាបានខ្ញុំញៀនnên là ta mà lược mấy sát tập phút để ca rồi bao phút ấy nó còn đợi trắng màu prang nhom nhiệt đâu đấy màu mà nó chơi bảo màu bay chết bú này bảo bớ nó phần năng hai bảo phần năng hai mới từ mông nhôm cream rồi tại cái này tài chuyên cá về chọn chừng cái chọn đây chọn chướng có ban ở tại smana chọn trái ngọt này là ta mà lược rừng mùi tinh thì cho nó phần thản chặt nhôm tụi bay thôi trần mấy cái khom này là vào đập và pê để đập thưa nó chầm ran pa nhà tiền là vậy mình smart nó thầm mà tiền để thầm mà tiền nhôm đập cái cờ pa nhà để nhôm thằng ở ở nhôm như tay như vậy ta xa ta tê vật đá khlang miền rất tổ sòngแต่พอปนโลอัดอ้อยตำไรได้เทวดานั่นอย่างเงี้ยอันนี้บันไดใหญ่ไปเหตุผลพุทธศาสนาใหญ่ไปเหตุผลป่ะลูกทับว่ามันเมียนมันเออเพื่อละอ้อแต่เทวดาอัดเมียนเนี่ยเทวดามันเออใช่โยมเนี่ยแต่เรียซาเซลเพื่อเตียนแต่ไอ้นั้นจัดละอ้อว่าละอ้อจะเวทการเจเทวดานั่นเทวดาเชียพอลเลยบอมเมียนเนี่ยเพื่อละอ้อใช่เทวดาอัดเมียนเนี่ยไม่เราแสดงปรับจ้ะโอ้โดยพระเอ็นพระพรหมเอาโดยเชี่ยพระพรหมไม่ต้องสัตว์เนี่ยได้ประกอบได้กุศลพอเราเทวดาจะจัดได้เชี่ยกรรมมาไปจอกุศลคือจัดบอลโยมเยียนจะไปกับเพียบเทวดาเชี่ยทลานั่งกุศลบอลเนี่ยพอจัดไปเชี่ยชิมเปียหนึ่งกรรมมาคนปรามรูปสำเร็จคลันรบได้ปกป้องโกนสมบัติเติบหนึ่งเบาอันนั้นไปเชี่ยเตะนั่นไปจัดเชี่ยกุศลเมียน่ะปปนเตได้ลูกดอกรุยปิ่นเตะเทวดามโนลูกดอกเจ้าลอยอัดเมียนเชียบเตะตรงเนี่ยเยอะไม่เชียบเตะตรงนั่นโยมเยอะแต่ชีวิตตะการต้องทานสู้ประมุยเชิญเทวดาชอกรรมมาไปจ่อสวมเมียนชมกามหนึ่งพอเชียบจำเปียได้กามเทวดาเมียนปปนเมียนโกนเมียนใส่เมียนพระบริพงเมาอาหารได้แต่โยมใช่ปันแต่เชียตึบจังอัดปบาทได้ยืนเตะเมียนฉันกรานชนังจำรันเมามาห้าแต่เทวดานึกจังไอ้ละบอลนเวกาสำหรับเทวดาอัดเมียนมาหาใจแค่บอลที่พกมาเนี่ยเมียนเรียงคล้วนสลายต่อไอ้เทวดาเมียนโกนได้จะยืงปันอัดมันมันเอาขนมเกลือได้ยืงแต่มันโน้นเอาขนมเกลือผมใบผมบุญไข่เทวดาอัดเนี่ยนาเดี๋ยวเราตัวก็จะโกนเทวดากันได้ยอดได้กิบเตือดได้ยังตัวดอลเพลี้ยปิ้งกระมอมปิ้งกันหรอเนี่ยได้เทวดารับตะโกนตัวก็ลืบเลือเกตัวก็ขนมตีตำเนยการขนมประสาทที่รับอ่านเจโกนแต่การกล่าวประสาทเจบริวารโยมเมื่อตัวการเทวดาเนาะแต่บริวารนี่บอกบนใจอันนี้มันเข้าคะแนนจังตอนนั้นยัยไปเทวดาเนาะไอ้ตัวการเจพรมเนี่ยจำรานสมาธิอบรมเป็นต้มจันเนาะนั่งเป็นต้มด้านหน้าเนาะสัตว์ไปกับเพียพรมพอปราบานจำรานอบรมจัดเอาประพฤติต่อขนมอัปปนาสมาธิปฐมเชียนเชียนที่มวยที่ปีที่ใบที่บุญที่ปรามเชียนก็การไปเตะแล้วสบายเรียอัดเจาะอัดรุยอัดสปอนนี่แต่เนี่ยโยมเนี่ยนั่งการไปเชียนจำรานดอนเลยปวดนั่งดอนอาชีวิตต่อการขนมทานปรมเมียนรูปดับประมวยเชิญปรมเมียนรูปไม่เนี่ยจำรานเชียนได้ขบวนจังรูปไปเชียนเดียนรูปเชียนคือจำรานคือมันโยรูปไปไว้เมาเชียนนี่ไม่จำรานโยตเต้แล้วบอกตเต้เมาอากาศสวรรค์นันโตอากาศสวรรค์นันโตอากาศรอแล้วเราที่บ่มพอดเมียนได้เวลาเชียนนะเขาอารูปไปเชียนอาชีวิตตุการขนมปรมอัดรูปบุญเชิญปรมอัดเมียนเพศไรเมียนเพศเปล่าเตปรมอัดบริโภคเบาอาหารเตชีวิตปรมตั้งในบ้านได้สับไปเตได้เวลาไปเชียนอย่างนั้นจะช่วยตรงชีวิตปรมพออ้อยรอดในบ้านนั่นเปล่าอันนี้จัตติใบใหญ่คาถาอรูปเชียนพรหมเมียนรูปเขารูปเชียน
អរិយចិត្តទី4លោកុត្តរចិត្តលោកុត្តរចិត្តគឺចិត្តរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយនេះយកមើលមកលោកកំចាត់កិលេសអស់ហើយព្រះពុទ្ធជាម្ចាស់ព្រះអរហន្តកិលេសគ្រោតគ្រានលោកកំចាត់ដោយសិលកិលេសជន់កណ្ដាលកំចាត់ដោយសមាធិកិលេសជន់ល្អិតកំចាត់ដោយបញ្ញាហ្នឹងបញ្ញាជាតបខ្ញុំអត់បញ្ញាអត់កំចាត់បានទេប៉ុន្តែបញ្ញារបស់យើងលោកថាលោកកយៈបញ្ញាសម្រាប់មនុស្សពុទ្ធជនហើយលោកកតរៈបញ្ញារបស់ព្រះអរហន្តលោកកំចាត់កិលេសចិនល្អិតបានអស់ពីក្នុងចិត្តទៅលោកកតរៈបញ្ញាខ្ញុំមើលបញ្ញាជាកំពូលអស់លលីងវិញខ្ញុំនិយាយគិតមើលមកទេវតាព្រះព្រហ្មមានរូបអត់រូបពុទ្ធក្តីសតែមនុស្សទាំងអស់ខ្ញុំគិតមកអត់មានណាប្រសើរជាងទេបាទនិយាយពីអវិជ្ជមាន3គឺទេវតានិងព្រះព្រហ្មវិជ្ជមានដែលយើងមើលឃើញគឺព្រះពុទ្ធអត់មានកិលេសទេនេះបានឈ្មោះថាព្រះពុទ្ធពុទ្ធៈនឹងប្រែថាលោកអ្នកត្រាស់ដឹងនៅសច្ចធម៌ដែលសម្ដែងប្រាប់យើងនោះហើយមួយយ៉ាងទៀតព្រះពុទ្ធនឹងប្រែថាអ្នកភ្ញាក់ព្រះពុទ្ធលោកអត់ចេះរលត់សតិទេសតិលោកតាំងនៅជានិច្ចយើងរលត់អង្គុយក៏រលត់សតិបាត់សម្រានលក់ទៅក៏ភ្លេចសតិបាត់ព្រះពុទ្ធទៅបីលោកផ្ទុំក៏អត់បាត់ទេសតិណាធ្វើអីក៏លោកដឹងសតិលោកតាំងនៅប្រកដែរពួកកាលណាលោកសម្រាប់ទៅលោកចម្រើនចូលទៅកាន់ឈាមទៅសងំក្នុងឈាមណាធ្វើអីក៏ដឹងពេលលោកទៅសំងំសម្រាប់ក្នុងឈាមត្រឹមតែ30នាទីឲ្យឆ្អែតប្រហែលយើងសម្រាន8 9ម៉ោងស្ងប់ហើយសតិអត់រលត់នេះគេទៅឈ្មោះថាលោកអ្នកដែលភ្ញាក់នឹងគឺសតិអត់រលៀងរលត់បាត់អស់អញ្ចឹងភ្ញាក់លោកកំពុងសំងំណាធ្វើអីក៏ដឹងធ្វើអីក៏ដឹងមួយយ៉ាងទៀតឈ្មោះថានិរីលោកមានទឹករីដូចការឈូកបតីលោកអត់ចេះក្តោបអត់ចេះស្ទើរតែរីគ្រប់ស្ទើរទាំងអស់គឺរីយ៉ាងទៅប្រកបដោយការរីដូចជាការឈូកគ្រប់ស្ទើរអត់ចេះក្តោបនេះឈ្មោះថាពុទ្ធៈអញ្ចឹងផងខ្ញុំនិយាយគិតមើលទៅពីមនុស្សទាំងអស់អានឹងជាឧទាហរណ៍អញ្ចឹងបើឧទាហរណ៍ជាអវិជ្ជមានបើពុទ្ធវិជ្ជមានជាមនុស្សយើងមើលឃើញតែប្រព្រំទេវតាយើងមើលអត់ឃើញតែបើយើងលើកឧទាហរណ៍ជាវិជ្ជមានខ្ញុំនិយាយមើលលើផែនដីយើងមានអ្នកណាខុសពីមនុស្សដែលធ្វើគ្រឿងសម្ភារៈឧបករណ៍ប្រើប្រាស់អត់មានទេណែមានទេវតាប្អិនព្រមគឺមនុស្សគេធ្វើកើតដោយសារមានបញ្ញាហ្នឹងឯងគេធ្វើកើតឥឡូវអាត្មាលើកឧទាហរណ៍តែអាត្មាពីក្មេងមិញខ្ញុំអ្នកនៅស៊ីមរៀបនេះថ្នល់សចាក់ថ្មដុំប៉ាន់កំភួនជើងនេះគ្មានជាកៅស៊ូទេដល់ប្រើទៅវាអាថ្មនោះផុសឡើងដល់ចំពុបបែកជើងអាត្មាទៅរៀនសាលា10មករាពីដល់មកកាបធម្មសិក្សាស៊ីមរៀបក្រុងដើរទៅជាប់បែកជើងនេះនៅស្នាមដើរជាប់ទៅរៀនមួយស្ទឹងកាត់ស្ពានស៊ីមរៀបស្អីឈើរកេរកាបងដល់សប្តាហ៍បាត់អស់ហើយខ្ញុំនិយាយថ្នល់ចាក់ជឿកៅស៊ូចាក់បេតុងអានឹងពុទ្ធសាសនាថាបដិរូបគេកែច្នៃរបស់ដែលវាមិនសូវល្អឲ្យវាល្អមែនទេគឺថាបដិរូបបានសាបញ្ញាហ្នឹងណាមកបានធ្វើកើតអានឹងមួយហើយពីមុនមិញទូរស័ព្ទបារាំងហៅទូរស័ព្ទមិនដឹងមានខ្សែរត់ខ្សែតាំងពីភ្នំពេញមកសັບបណ្ដាខេត្តទាំងអស់ដូចខ្សែភ្លើងអញ្ចឹងពីភ្នំពេញហៅមកអាទូរស័ព្ទនៅក្នុងការិយាល័យឬនៅក្នុងផ្ទះរោរើងទៅរត់ទៅលើអត់មានកាន់ទៅណាបានទេបងសប្តាហ៍បាត់អស់ហើយហ្នឹងគេកែច្នៃបដិរូបខ្ញុំនិយាយមកស្ដើងប្រហែលបាត់ដៃយើងមានឥទ្ធិពលធម្មពលខ្លាំងជាងអាមានខ្សែហ្នឹងទៀតអត់ទេបានមនុស្សមកពិភពលោកអង្គមានខ្សែអត់ទេទៅបាននៅក្នុងស្រុកយើងថ្ងៃខ្ញុំមានកូនម៉ែអើនៅអាមេរិកនៅបារាំងឲ្យខ្ញុំញ៉ាំគិតមើលមកលើកទេប៉ុនចុចទៅនិយាយស្ដាប់គ្នាសំឡេងបានឃើញរូបគ្នាទីខ្ញុំអត់ចាគេកែច្នៃឲ្យចេះតែល្អឡើយអត់ទាន់ចប់ទេមិនដឹងតទៅមុខគេធ្វើអីកើតបណ្ណាទីយើងអត់នៅនឹងប៉ុណ្ណឹងទេនេះបញ្ញារបស់មនុស្សបានពុទ្ធថាគ្មានអ្នកណាប្រសើរជាងមនុស្សទេឬមនុស្សដែលមានបញ្ញាគឺប្រសើរក្រៃលែងជាងអីទាំងអស់អានឹងនិយាយថាមនុស្សគេធ្វើកើតនេះគេបដិរូបអរិពីមុនមិញ
อาจจะมือข้างขนมยังมืออัดเคยแต่ปอเวียนปอตังแล้วสงายก็ตายังมือเคยอย่างทั้งปอเวียนปอตังเริ่มไอ้ตำเบาชื่อจากไอ้มือเคยที่เราไม่จักไปมดอัดได้นะอย่างเนี้ยแต่ชื่อข้างขนมจอกปอจอกไอ้ก็บันสรันทันเนี่ยตาเตะเปรี้ยเต้าทบเติมเปื้อไงฮะปี30 ชนะปี7-8ชนะมนตราไว้ชื่อก็3 รมเนี่ยเพราะมืออัดเคยอ๋อถ้าอารมณ์อาระเนี่ยตาไอ้เธออาตมาใหญ่ไปปุ้ยอาตมาปุ้ยอาตมาเนี่ยปุ้ยอาระนั่นอย่างเงี้ยอาระข้างเอานะมาช่วยแต่ข้างแม่นะมาช่วยแต่อาระเช่นเตานั่นอย่างเงี้ยใหญ่ตูดใหญ่อาตมานี่ก็ชื่อให้บ่มบ้านเป็นโจรเป็นเช่นอาระไอ้ก็ไอ้กรมโยเตไปก็เท่าไหร่ถ้าเราบ้านอาระนะเป็นเชี่ยอันก็สอบเจ้าเตไปยมกันมาพอเราสับไงนี่อัดปีใหญ่ตูดใหญ่ก็ด้านมาคนด้านมาธรรมะได้นั่งกินละวันนาระยอมมาเชียดไอ้เนี่ยเราได้แต่กันเนี่ยนั่นไม่จังพอด้านนั้นชื่อธาระทเพอไอ้มาสกอธรรมะเนี่ยอัดได้เมียนแต่ปีโยมธรรมะก็อัดเมียนแต่เมียนปีจะโดนจะโดนตูดเด็กก็ชื่อเนาะนี่ได้แต่บ่ชื่อไอ้บ้านปันสรันโรยเกิดอาจจะได้กรมโยตเปกอัดเท่าไหร่แต่ปันสรันนาระมันเชียมันก็อาโยตเปกกับพัฒนาไปอันนั้นจ่าปีมนบรรดาสหายยังเราแต่รับอ่านพูดโนตีก็ซ้ำรมได้อย่างเงี้ยซ้ำรมได้เพราะบิดเชียซักที่อ้อยยังเคยสับแบบสับอย่างอ้อยแล้วบ่ชื่อเจาะจับอันนำเนี่ยเต้าเป็ดเต้าก็เชียบางเงือบร้อนน้องเป็ดน้องมาหน่อยบอกเรื่องตับบ่อยใส่เนี่ยอันใหญ่เตี้ยตรงบารมีสัจจังบังบัดตับบ่อยใส่เนี่ยสับไงนี่เวียปิ้งภายในอย่างเงี้ยไรก็สมัยขมายก็หอมเมียนนาปูนสงัดแต่จะงมเพราะนามวยมันบันสรันสัวตั้มเนี่ยการเป็นดังจ่าจ่านะยุบแล้วบันสรันสบารไม่สัจจังบางปัจจุกาเปียพองสงัดเชิงได้เคยนาหมอแต่บอกแล้วเมียนทางยอดเห็นบอลเนี่ยเพราะขมายก็หอมแต่อับไปจำเนื้ออัดไอเชื่อได้แต่ยุบแล้วขมายยังเราแต่เชื่อบันสรันเมียนเคยนามาช่วยอัดยอดสันหลับอรับเลียนrồi dừng này rồi nó có ba trường quang thông trường phơi rồi tại đây tập buộc phọt ở trong cái nòng miền bài na bảo khơi buộc nhưng miền cất mở mà đây khơi anh ai tranh một chuỗi ở sang ngày này miền nó bình thực bình đây nó ngày nay nay sa trang ba rồi mấy ở chỉ bị sai bong bọt ai sai tao bọt này ai sai tao bọtปีโบราณมากิปเปรตเถอเซนได้ใส่ตะบอสังไงชั่วตะบอปอบอัดเปรตเถอเกตไอใส่ตะบอปีโบราณเช่นเนี่ยบุคลาพุทธศาสนาเกตเอาขนมเปรย์นั่นมันได้นาตะจูบยมเมื่อเวสันดาตอนนั้นพนมกริมก็ได้นาเจ้าตะดามเมียนแต่ชั่วไม่ได้ไอตะจูบไอซาปปวนพระไอตะเราขยมบำราแต่สมโยกกนบำราเมียนเจ้าเนี่ยเราได้อะไรเมียนตะจูบเลยตอนนั้นขนมเปรย์เชื่อเกจมรานพรหมวิเหตุเธอปูนเราจะใส่ตะบอนไอ้ใส่ตะบอนเราจมรานสมาธิเนี่ยไอ้มนไปจมรานสมาธิกรรมฐานในสัพพะกรรมที่จมรานบานเชียนตีมวยตีปีตีใบบุญตีพรามเราจะตีพรามยังพุทธศาสนาปมใบมรวิปัสนาเราเก๊ปมใบตะโรเรนไอ้ที่เธอเมียนเรนเกฮ่าบานดาเลือดตึกดากัดถึงลูกเชียงเกเนี่ยเม็ดกายเกเคยรับรอยเตยนอกก็เคยกูเกนอกเคยรูเกกันอย่างไอ้ใส่พเนจเพลิงอาทิเนตเนี่ยอันนั้นก็ยกเพลิงมาจำรันกระสันก็สำลังเพลิงอริสนัยแล้วเนี่ยอีจังปันดาไอ้เพลิงแช่ตึกแช่ได้ไอ้ขนาดอันนั้นก็ตอนเราขนมเปรย์ด้วยมันดันบริโภคมาโฮมอาหารเดเบียนโรเชียไงบริโภคแต่สามเมื่อเชื่อพลายเชื่อมันได้เมียนเป็นปะหอกไปเตะแต่บอกเป็นอันนั้นบางเมียนวิธีมันคือโยกาแต่คือหัดกายนะคือหัดปวดกายนะnó mấy mang cái hành chẳng thì pro nó không prey ta mà này ảnh cái nào sốc ở phía mình ở cái sam cái mệt cái bớt ở bị chênh như ở bị như cái sai tới bị chia ở chữ cho về mong nó mang cái hào tạo yoga nè và không ai như hào yogi bị chia rồi bao yogi là cái chia ba rộc luôn gì nó không chẳng bỏ bây giờ tạo bòi say sang ai như vậy mà cái nó sạc dân nó sao lọc bà lòng này tạm sao mong chương tạm sao đây ấy cái rộcวันมันได้แต่เนาเปรย์เนาแต่ขนมสระบริโภคแต่ชุกไฟเที่ยวไฟสลายโดยห้อง
វាខុសប្រជាពីបដិបទារបស់តបោះពីមុនណាវិញយ៉ាងបងឬចេះមុនទៅដោះក្រោះទៅដោះក្រោះស្អីអីទៅដាក់ស្នែដោះស្នែដោះស្នែក៏រីណាដាក់ស្នែគេក៏ដាក់បងវាប្រជាពីតបោះពីបុរាណបញ្ជាក់កុំឲ្យញោមញាតជឿសាបានទេបងអាត្មាសំដែងទៅតបោះមែនតែគេទៅនៅព្រៃភ្នំនៅចម្រើនឈាននេះហើយការគេទៅតបោះស្ងាយតបោះខ្លែងខ្លាយទេអាត្មាមិនថាតបោះទេហៅតបោងអាត្មាសំដែងនេះការពារញោមញាតបោកក្រែងមិនដឹងអីទៅដល់រួយតបោងហ្នឹងងាប់ហើយបងបើចង់ធ្វើទេសនាប៉ុណ្ណឹងចាញោមឲ្យប៉ុណ្ណឹងចាញោមថាសុំឲ្យចប់តែអាត្មានឹកឃើញថែមទៅទៀតទៅ